ដឹកទៅសាយលោកនៅទីនេះដែរលោកពោសាវល្អហើយដែលជាស៊ឺយៀនមកនេះឃើញតែពីក្រោយខ្ញុំក៏ស្មានថាឃើញតែខ្ញុំទៅចប់ពីការងារត្រូវហើយនេះជារបស់នាងនេះគឺជា តំណែងរដ្ឋបាលសំដៅតែខ្ញុំត្រូវមកថៃកូនស្ដាយខ្ញុំប្រហែលមិនអាចចូលរួមបានទេការងារឯ9ដល់5នេះវានៅជិតផ្ទះរបស់នាងប្រាក់ខែល្អនាងសម្រាប់ចិត្តសិនទៅអ្នកម៉ាក់កូនស្ដាយអាចមើលថែខ្លួនឯងបានកុំបារម្ភអីអូខេអរគុណដុកទ័រសាយមានតែនៅក្នុង page 7 ដងស៊ូជីនបានន័យថាយ៉ាងម៉េចទៅសាហានីខ្ញុំហត់នឹងលេងណាផ្លេចហើយមែនទេយើងមានឋានៈខុសគ្នាខ្ញុំគឺជាអ្នកនាងស៊ូលោកគ្រាន់តែជាមនុស្សគ្មានអ្វីទៅតែសោះកុំធ្វើជាឆ្លើយអីឲ្យនាងមានក្តីសុខបានទេមើលខ្លួនរបស់ឯងទៅគាត់ថាល្អគ្រប់គ្រាន់សម្រាប់ស៊ូជីនហើយនៅមានតែនៅក្នុង page ពិភពរឿងខ្លី7 ដងស៊ូជីនហានីស៊ូជីនអត់ជួបគុកដោយសារអក្រិតកម្មហេតុអីនោះថោះក៏ស៊ូជីនមកហើយនឹងអូនប្រហែលជាមិនមានលទ្ធភាពសងទេអូនមិនអាចទិញបងឲ្យឆ្លាក់ជាមួយអូនទេបងមានជីវិតរបស់បងមិនគួរមានបន្ទុកដោយសារអូនដែរស្ដាយយ៉ាងមិនទៅហើយកាត់អីទេប្រាប់ម៉ាម៉ានៅក្នុង page ខ្ញុំជាក្មេងល្អ7 ដងទៅចាក់ថ្នាំក៏មិនបានហូរទឹកភ្នែកទេទូរស័ព្ទកាត់អីទេសំទោសដោយសារតែខ្ញុំពេលដែលខ្ញុំខលទៅអ្នកនាងទូរស័ព្ទខ្ញុំក៏អស់ថ្មទើបមិនបានប្រាប់រឿងឲ្យអស់ស្ថានភាពស្ដាយនៅពេលនេះល្អប្រសើរហើយឥឡូវនេះគឺមិនត្រូវការវះកាត់នោះទេពិភពរឿងខ្លី7 ដងល្អហើយដុកទ័រសាយអរគុណលោកហើយដែលបានមកថែស្ដាយមិនអីទេខ្ញុំមានរឿងមួយដែលត្រូវធ្វើនៅពេលនេះហើយត្រូវការអ្នកនាងជួយខ្ញុំសំលៀងសម្ដែងធ្វើជាសង្សារបានទេសម្រាប់កម្មវិធីសមោសយប់នេះខ្ញុំកំពុងតែមានវិបត្តិមួយនេះទើបខ្ញុំខ្លាចមិនហ៊ានសំលៀងលោកចង់ឲ្យខ្ញុំធ្វើពិធីសង្សារលោកមែនទេប្រចាំមកគ្រួសារលោកទេបានគ្រួសារខ្ញុំតែងតែរៀបចំគូណាត់ឲ្យខ្ញុំតែខ្ញុំរវល់ធ្វើការក៏កុហកគាត់ថាខ្ញុំមានសង្សារហើយខ្ញុំគិតថាធ្វើអញ្ចឹងវាជារឿងល្អតែខ្ញុំមិនគិតអញ្ចឹងទេពេលដឹងថាកុហកយើងនឹងត្រូវការកុហកបន្ថែមដើម្បីបិទបាំងកុំបារម្ភអីគ្រាន់តែសម្ដែងទេម៉ាម៉ាយើងព្រមនឹងលោកពូសៅយានទេតែយើងមានកលៀនឧបថាជការថែទាំកូនហើយម៉ាក់កុំបារម្ភពីកូនអីណាបន្ទាប់ពីសម្រាប់ស៊ីងហើយខ្ញុំមិនដាច់ស្លៀករត់ទេមិនទម្លាប់ទៅទេសោះនោះលោកសៅមកហើយខ្ញុំមិននឹកស្មានថាបានជួបលោកសៅទេអស្ចារ្យណាស់ខ្ញុំលើថាប្រធានហិរញ្ញវត្ថុក៏មិនអាចណាត់ជួបជាមួយនឹងគាត់ផ្ទាល់ដែររឿងខ្លី7 ដងលោកសៅតាមប្រវត្តិរបស់លោកកាលពី6ឆ្នាំមុនលោកបានរកឃើញម៉ាក់ប៉ាបង្ការរបស់លោកហើយកាលពី6ឆ្នាំមុនលោកជាក្មេងចាំផ្លូវពី3ឆ្នាំនេះលោកល្បីក្នុង Action Group កម្រិតអាជីវកម្ម Action Group មានអ្វីខ្លះទេលោកសៅជួយប្រាប់បានទេពីចំណាប់អារម្មណ៍របស់លោកទាំងអស់គ្នាចាំមើលសិនទៅអ្នកនាងស៊ូប្រចាំផងពួកយើងសាកម្ដងទៀតទៅខ្ញុំហៅនាងថាស៊ូជីននាងហៅខ្ញុំថាសាវជីនយើងស្រឡាញ់គ្នា2ឆ្នាំហើយទំនាក់ទំនងល្អនៅគ្នាណាស់យើងមិនទាន់មានកម្រោងរៀបការទេបើយើងបានជួបម៉ាក់ប៉ាបន្តិចនេះខ្ញុំនឹងប្រាប់ពួកគាត់អញ្ចឹងកើតអីហ្នឹងអ្នកនាងស៊ូសង្សាររបស់ឯងដូចជាមិនចូលចិត្តទីនេះទេលោកពូទីបំផុតលោកពូត្រឡប់មកចិនវិញហើយខ្ញុំណែនាំនាងគឺជាមិត្តស្រីរបស់ខ្ញុំស៊ូជីនគាត់ជាពូរបស់បងសាវហាន់លីសួស្ដីលោកពូមានតែនៅក្នុង page ពិភពហេតុអីបានជាកិច្ចមកពីខ្ញុំ5 ដងលោកពូអ្នកទាំងពីរស្គាល់គ្នាមិនមែនទើបតែស្គាល់ទេយើងបានស្គាល់នាងយូរណាស់មកហើយយើងបានរៀនមហាវិទ្យាល័យជាមួយគ្នាពិតជាចៃដន្យណាស់ខ្ញុំគិតថាប្រហែលជាបែកគ្នាយូរហើយចានៅក្នុង page ពិភពរឿងខ្លី7 ហេតុអីក៏នាងមិននិយាយ
ឬមួយក៏នាងភ្លេចរឿងកាលពីមុនបាត់ទៅហើយចង់ឲ្យខ្ញុំជួយរំលឹកនាងដែរទេ កាលយើងនៅក្នុងក្រុមប្រឹក្សានិស្សិតយើងបានធ្វើការជាមួយគ្នាហើយមានការយល់ច្រឡំបន្តិច យល់ច្រឡំហ៎អឺក៏មានការតាំងតែងនៅគ្នាអីបងជឿថាគាត់មិនប្រកាន់រឿងចាស់ទាំងអស់នោះទេពេលនេះជួបគ្នាម្ដងទៀតហើយយល់ល្អចាប់ផ្ដើមសារជាថ្មីត្រូវទេតាមពិតទៅយើងជាមនុស្សដែលចង់គំនុំគឺចង់ចាំអស់មួយជីវិត អ្នកដែលឲ្យហាន់លីបំភ្លេចមិនបានមនុស្សដែលគាត់ស្រឡាញ់ តែនៅក្នុង និងស្ត្រី រឿងខ្លី7-5 ដង តែមិនមែនស៊ូជាអតីតរមថ្នាក់ទេអ្វីដែលនាងធ្វើបានល្អណាស់ទទួលបានពានអន្តរជាតិទៀតពីមុនមហាសទ្ធិក៏សម្ភាសនាងដែរគេដណ្ដើមចំណាប់អារម្មណ៍ពីយើងតើរឿងនេះជាការយល់ច្រឡំមែនទេត្រូវហើយនាងគឺជាកូនដណ្ដឹងលពោអ្នកនាងសុនអ៊ីសុន មិនគួរឲ្យជឿទេគេប្រជែងជាមួយនឹងហាន់លីបានអ្នកនាងស៊ូមិនមែនធម្មតាទេឥឡូវធ្វើការនៅណាដែរទេខ្ញុំមិនទាន់មានការងារប្រកបទេត្រូវហើយមានសាវជីននាងមិនចាំបាច់ធ្វើការក៏បានដែរ ពិភពរឿងខ្លី7-5 ដង សុំតើខ្ញុំមិនដឹងថានាងនិយាយពីអ្វីទេ សាវជៀនជាកូនពៅរបស់គ្រួសារសាវនាងមិនដឹងទេលពោខ្ញុំមិនតាន់ប្រាប់ស៊ូជៀនពីគ្រួសារជាងទេនាងមានផែនការរបស់នាងខ្ញុំក៏គោរពសម្រេចតាមចិត្តនាងដែរ សាវជីននៅក្មេងល្អណាស់ត្រូវទេសុំតើខ្ញុំអាចសុំតើបន្ទប់ទឹកបន្តិចបានទេ ចាំខ្ញុំឲ្យអ្នកបម្រើជូនទៅណា មិនអីទេខ្ញុំអាចទៅដល់ខ្លួនឯងបានលោកសាអ្នកនាងសុំសំគ្នាខ្លាំងណាស់ឯងស្រស់ស្អាតទាំងពីរអ្នកតែម្ដងទាំងប្រវត្តិគ្រួសារទាំងគ្រួសារគឺស័ក្តិសមបំផុតហើយឯខ្ញុំជារបស់អ្នកនាងសុំអ៊ីងមែនទេលោកសាជាអ្នកបង្កើតក្រុមហ៊ុនឡើងដើម្បីអ្នកនាងសុំអ៊ីងពួកគេច្បាស់ជាមានតំណែងទំនងល្អហើយបើថ្ងៃណាមួយពួកយើងបែកគ្នាបងធ្វើយ៉ាងម៉េចទេ ក្រុមហ៊ុនបងនឹងដាក់ឈ្មោះរបស់អូនដើម្បីឲ្យអ្នកដើរតាមផ្លូវបានស្គាល់ឈ្មោះអូនបន្តមកទៀតពិភពលោកនឹងជួយរកអូនជំនួសបង លោកសាជាអ្នកបង្កើតក្រុមហ៊ុនឡើងដើម្បីអ្នកនាងសុំអ៊ីងម្នាក់កូនពួកគេច្បាស់ជាមានតំណែងទំនងល្អហើយ រឿងខ្លី7-5 ដង អញភ្ញាក់ឡើងអញនឹងគេត្រូវបែកគ្នាហើយខ្សែបន្ទាត់នេះមិនអាចភ្ជាប់គ្នាវិញទេអញមិននៅពិភពលោកជាមួយគេទៀតទេនេះគ្រាន់តែជាការជួបចែកដន្យប៉ុណ្ណោះ លពោមករបស់លពោកាត់អីណា មានតែនៅក្នុង យើងគ្រាន់តែមកកន្លែងស្ងាត់ហើយក៏ជួបឆ្មា 5 ដង ឬក៏ខំជាមួយវាទៅត្រូវហើយលពោមានឃើញស៊ូជៀនដែរទេខ្ញុំរកនាងមិនឃើញសោះសងសាររបស់ឯងធ្វើមកយើងដឹងទៅ លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ នៅនេះស៊ូពេលនេះស្ដារគេផុតពីគ្រោះថ្នាក់ពិតមែនប៉ុន្តែយើងត្រូវតែវះកាត់ជាបញ្ញា ត្រូវការចំណាយលុយប៉ុន្មានដែរទេ ប្រហែលជា$200,000នឹងឯងគួរតែបញ្ញាប្រលុយមក មានតែនៅ បើយើងត្រូវការបន្ទាន់ រឿងខ្លី7-5 ដ នេះ ង គឺជាបញ្ជីថ្នាំពេទ្យសូមជួយទៅបងលុយសិនទៅណាចាំខ្ញុំជាអ្នកបងនាងនៅទីនេះមួយកូនហើយ ពិភពរឿងខ្លី ហេតុអីបានទៅលោកនៅទីនេះ ខាងពេទ្យទើបតែទៅខ្ញុំគិតថានាងនៅទីនេះអញ្ចឹងហើយបានជាខ្ញុំមកជួបនាង អរគុណហើយកុំបារម្ភអីខ្ញុំនឹងរកលុយមកសងលោកវិញណា ពេលនេះនាងមើលថែខ្លួនឯងសិនទៅពេលវេលាមកដល់ស្ទើរនឹងជានាងខត់ហើយ សុជៀនហេតុអីបានជានាងនៅតែជាមួយកូនខ្ញុំមិនអាចការពារនាងបានទេចាប់ពីស្អែកនេះមិនបាច់មកធ្វើការទេ 7-5 ដង កុំស្ដាកុំបារម្ភអីម៉ាក់នឹងខំប្រឹងព្យាបាលកូនឲ្យទៅតែបានចេញមករកលុយមិនបាត់ជានាងអំអៀននាងចង់ធ្វើពុតជាស្អីបងស្រីខ្ញុំគ្រាន់តែចង់រកលុយព្យាបាលកូនប៉ុណ្ណាប៉ាញៀនលបែងម្ដាយក៏ឈឺប្អូនកំពុងនៅរៀនផ្ទះធ្លុះធ្លាយយើងឃើញទ្រាំនឹងពាក្យនេះខ្លាំងណាស់ត្រូវចាំមាននឹងលុយ ក្នុងភេទ នៅជាមួយភ្ញៀវឲ្យបានល្អ 7-5 យល់ទេ
ម៉ា មកចូលមួយហាន់លីអញកម្រមកប្រទេសចិនណាពេលនេះអញគួរតែសម្រាប់ខ្លះទៅកុំបារម្ភអីយើងមិននិយាយសំបីតែមួយម៉ាត់ក៏បានដែរ លោកផឹកតែម្នាក់ឯងកាត់អីដែរទេចង់ផឹកជាមួយអូនដែរទេផឹកកែរបស់អូនទៅណាអើយ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង នេះគឺស៊ូជីនស្គាល់ស្រីម្នាក់នេះទេនេះជាស្នេហាដំបូងរបស់ហាន់លីដែលធ្វើឲ្យគេមានបញ្ហាពេលនេះនាងជាអ្នកច្រៀងនឹងធ្វើថ្លៃថ្នូរស្អីទៀតទៅនាងស្រីក្មេងនាងក៏ចេញសុំទានដើម្បីជីវិតដែរ ខ្ញុំមកទីនេះដើម្បីរកលុយ ចាំខ្ញុំណែនាំណាអ្នកនាងស៊ូជាកូនច្បងនៃគ្រួសារស៊ូជីន6ឆ្នាំមុនលោកសាវជាមនុស្សដែលគ្មានលុយកាក់ដែលសន្សំលុយដើម្បីផ្គត់ផ្គង់នាងទីបំផុតនាងក៏និយាយថានាងធុញទ្រាន់នឹងហ្គេមនេះណាស់ តែនៅ ឬ ក្នុង ហើយ page ពិភព នាងក៏ទៅតាមប្រុសអ្នកមាន 5 ដង ផ្លាស់ប្ដូរដូចជាខ្យល់ហើយនឹងទឹកអញ្ចឹង ហេតុអីបានជានាងបោះបង់លោកសាយទៅវិញខ្ញុំមិនយល់សោះបែរជានាងវិញប្រកាសជាបោះក្បាលនឹងជាងស្លាប់ហើយ ចូលមក មានតែនៅក្នុង page ពិភពរឿងខ្លី ឯណាសាវជីន 7-5 ដង នេះជារឿងរបស់ខ្ញុំគ្មានអីពាក់ព័ន្ធនឹងគេទេ នាងមានមិត្តប្រុសហើយនៅលួចមកធ្វើអញ្ចឹងទៀតហ៎ចូលចិត្តផាត់ក្បត់ណាស់មែនទេមកគេនិយាយនាងវាកាសជាងម៉ាស់ទៅទៀត បើលោកមិនជួយជប់ខ្ញុំទេខ្ញុំទៅវិញហើយ ឈប់សិននាងមិនត្រូវការលុយទេយើងផ្ដល់ឱកាសឲ្យនាងផឹករួចហើយក៏យកលុយទៅ មាន ដើម្បី តែនៅ ធ្វើ ក្នុងចំណាយព្យាបាលរបស់ស្ដា រឿងខ្លី ទោះបីខ្ញុំត្រូវបដិជីវិត 7-5 ដង ក៏ត្រូវតែរកលុយនេះដែរ គ្មានអីទេម៉ាក់គ្រាន់តែហត់បន្តិចតែប៉ុណ្ណោះម៉ាក់ខ្ញុំចង់បានលោកប៉ាហេតុអីទេអ្វីដែលប៉ាធ្វើបានម៉ាក់ក៏អាចធ្វើបានដែរណាខ្ញុំចង់ឲ្យអ្នកម៉ាក់សប្បាយចិត្តរកលោកប៉ាដែលអ្នកម៉ាក់ស្រឡាញ់ម៉ាក់ក៏មិនចាំបាច់ខំប្រឹងចឹងដែរម៉ាក់ស្ដារទៅបាត់ទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង បរិបទក្មេងម្នាក់កំពុងតែជោគជ័យលើជំនួយរបស់គេខ្ញុំជំពាក់បងជានេះខ្ញុំមិនអាចសងបងអស់ទេបងជិះភ្ជាប់ពីហើយតែរបស់ខ្ញុំល្អជាងគេនៅលើលោកនេះ ម៉ាក់ឯងមករៀនឯងបានល្អណាស់ហើយឯងក៏ជាក្មេងដែលល្អជាងគេនៅលើលោកនេះដែរ លោកពូអញធ្វើជាប៉ារបស់ខ្ញុំបានទេជាឱកាសកម្រខ្លាំងណាស់ណាលោកពូ ពូមិនអាចសន្យាជាមួយឯងបានទេតែពូអាចលេងជាមួយឯងបានណាមិនត្រូវទេមិនមែនមួយនេះទេមួយនេះត្រូវហើយ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង លោកសៅស្ថានភាពនាងសៅពេលនេះគឺមានការព្យាបាលថ្មីបាន ស្ដាហេតុអីបានជាកូនរត់ខ្ញុំវិញនេះទៀតហើយដឹងទេថាមកបារម្ភពីកូនមិនអីទេកូនបានជួបលោកពូសង្ហាម្នាក់នោះហើយដុកទ័រសាលោកនៅទីនេះដែរលោកពូសាល្អហើយដែលជាស៊ឺយៀនមុននេះឃើញតែពីក្រៅខ្ញុំក៏ស្មានថាឃើញតែ ខ្ញុំទៅចាប់ពីការងារត្រូវហើយនេះជារបស់នាង នេះគឺ ជាតំណែងរដ្ឋបាល សុំទោសតែខ្ញុំត្រូវមើលថែកូនស្ដាខ្ញុំប្រហែលមិនអាចចូលរួមបានទេការងារឯ9ដល់5នេះ វានៅជិតផ្ទះរបស់នាងប្រាក់ខែល្អនាងសម្រាប់ចិត្តសិនទៅ
អ្នកម៉ាក់កូនស្ដាអាចមើលថែខ្លួនឯងបានកុំបារម្ភអីអូខេអរគុណដុកទ័រសា អូនស្តាពូនឹងយកអញទៅញ៉ាំអាហារពេលល្ងាច មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ខ្ញុំលើថា IQ Group មានតម្រូវការខ្ពស់ណាស់យើងត្រឡប់ទៅក្រុមហ៊ុនធំនោះនឹងទទួលបានប្រាក់ខែតម្រូវការងារគាត់ខ្ពស់ដែរមិនដឹងអាចធ្វើបានឬអត់ទេ IQ Group ជាក្រុមហ៊ុនរបស់ Hanley អ្នកបន្ទាប់សុជៀន ចាសួស្តីអ្នកខ្ញុំឈ្មោះសុជានអ្នកនេះសុជានផាននេះពិតជាតូចខ្លាំងណាស់ត្រូវទេ មានតែនៅក្នុង page ពិភពរឿង អ្នក ខ្លី ទាំងពីរ 7-5 ស្ ដ គាល់ ង គ្នា ជួបគ្នាកាលពីលើកមុនម្ដងប៉ុន្តែមិនស្គាល់ច្បាស់មិនអីទេនាងបន្តទៀតទេនាងខ្ញុំឈ្មោះសុជានអាយុ28ឆ្នាំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យប៉េកាំងខ្ញុំដាក់ពាក្យផ្នែករដ្ឋបាល សាលគ្រប់មានតម្រូវការខ្ពស់ខ្លាំងណាស់តើអ្នកណាណែនាំឲ្យនាងមកសម្ភាសន៍នាងមានអីពាក់ព័ន្ធជាមួយទីនេះដែរទេ បុគ្គលិកអនាម័យក្នុងក្រុមហ៊ុនស៊ូគូទាំងអស់គ្នាមានការអប់រំដូចជានាងដែរសូម្បីតែហាត់ការក៏គេបញ្ចប់ពីសាលា VCUS កលការរបស់ក្រុមហ៊ុនគម្រោងជំរុញចំនួនមនុស្សរវាងអតិថិជននិងនិយោជកដូចនេះហើយទឹកងាយស្រួលប៉ះទង្គិចគ្នាពេលដល់កន្លែងនេះម៉ាស៊ីនព្រីមតែងតែចុះកាំងស្ដាប់តែសំឡេងមើលទៅដូចជាសំឡេងតើតើកំពុងមានបញ្ហាអញ្ចឹង មានតែនៅក្នុង page ពិភពរឿងខ្លី ទោះបីជាខ្ញុំមិនបានរៀន 7-5 ដង ចប់ខ្ពស់ប៉ុន្តែខ្ញុំមានបទពិសោធន៍ច្រើននេះជាអ្វីដែលខ្ញុំប្រកាសក្នុងចិត្តច្រើនជាងអ្នកនៅក្នុងបន្ទប់នេះទៅទៀតយើងមកពីសាលា Stanford ទៅទូតអាហារូបករណ៍ទីនោះ3ឆ្នាំឯណោះយើងគ្រាន់តែរៀនសាលាចំណាស់លេខ3យើងមិនធ្លាប់ឮសូម្បីតែក្រុមហ៊ុនដែលយើងហាត់ការវាពិតជាចម្លែកខ្លាំងណាស់ដែលនាងអាចមកដល់វគ្គជំរុះក្រោយគេដែរនោះណាការសម្ភាសន៍ចុងក្រោយនៅក្រុមហ៊ុនសាយនេះគឺផ្ដោតលើផ្នែកការងារមិនមែនមើលតែ CV ទេ មាន លើ តែ កសាកលវិទ្យាល័យ ពិភព Stanford រឿងខ្លី គាត់តែបប្រាប់អញ្ចឹង 7-5 ដ ទេ ង CV នេះធ្វើ Photoshop មែនទេនាងធ្វើស្អីយើងមិនដឹងពីបទបរហាគេ ឡូឡាស្អីហ្នឹងតើបញ្ជាក់ក្រុមហ៊ុនបត់ពាក់ព័ន្ធទាំងអស់អ្នកដែលបន្លំការអប់រំខ្លាំងខ្លាយកុំទទួលយកធ្វើការ អ្នកនាងសុជីនអបអរសាទរផងអ្នកនាងត្រូវក្រុមហ៊ុនយើងជ្រើសរើសហើយតំណែងជាជំនួយការលោកនាយកស្អែកនេះសូមជួយឆ្លើយតបផងជំនួយការនាយក មាន ធ្វើ តែ ការ នៅ ជាមួយ ក្នុង សាហា page លីមែនទេ រឿងខ្លី7-5 អ្នក ដ នា ង ងស៊ូការក្រេតឌីអ្នកនាងនៅចំពាក់19,000យួនស្អែកនេះសូមជួយបងផងកាត់បន្ថយការចំណាយប្រចាំថ្ងៃត្រូវតែមានការងារស្ថិរភាពដើម្បីការពារគុណស្ដា កន្លែងធ្វើការអ្នកនាងនៅជាន់ទី15ត្រូវចាំបើគ្មានការអីកុំរំខានលោកសាវហើយទូរស័ព្ទរបស់នាងត្រូវតែបើក24ម៉ោងយល់ទេ ចុះបើខ្ញុំមានឧបសគ្គអ្វីមួយនោះហើយមិនមានពេលឆ្លើយតប ជំនួយការមុននេះជាអ្វីដែលគេត្រូវបញ្ឈប់ ចា៎ នេះអតិថិជនត្រូវប្រជុំជុំនេះយកទៅឲ្យលោកសាវទៅ ចាស់លោកសាយនេះជាឯកសារអតិថិជន មានតែនៅក្នុង page យកមកនេះ រឿងខ្លី7-5 ដង នាងចង់កិច្ចទៅណានាងរំខានជីវិតយើងច្រើនដងហើយមានគោលបំណងស្អីទៅ លេងខ្ញុំ បង្ហាញភាពពិតរបស់នាងទៅនាងដឹងថាធ្វើការឲ្យយើងនៅតែមកទៀតមានបញ្ហាស្អីទៅសាវយានឲ្យនាងមិនគ្រប់មែនទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង សាយៀនម៉ាម៉ាកូននឹកម៉ាម៉ាខ្លាំងណាស់ខ្ញុំក៏សូមលោកពូសាយៀនទៅតែម៉ាម៉ានឹងណាម៉ាក៏នឹកកូនដែរនៅផ្ទះឲ្យល្អណាស់ស្ដាប់បង្គាប់លោកពូកុំបង្កបញ្ហាអីណាស្ដាប់បានទេ និយាយទូរស័ព្ទក្នុងម៉ោងធ្វើការមានបានមើលគោលការណ៍ធ្វើការទេ មិនត្រូវឲ្យគេដឹងពីកូនស្ដាប់ទេមិនអាចជាដាច់ខាតអត់មានអីមកទេ ការងារដំបូងរបស់នាងយ៉ាងម៉េចហើយដំណើរការល្អទេ ខ្ញុំមិនអីទេ ល្ងាចនេះទំនេរទេយើងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៅកុំបារម្ភអីសាវយានយើងនឹងមើលថែមិត្តស្រីឯងឲ្យបានល្អយប់នេះមានកម្មវិធីជប់លៀងត្រូវតែមកជាមួយយើង
ប៉ារបស់ខ្ញុំតែងតែនិយាយពីលោកយកលុយតែ$10,000ពីគ្រួសារទេដើម្បីចាប់ផ្ដើមបើកអាជីវកម្មក្រុមហ៊ុន XU ខ្ញុំបង្កើតឡើងដោយខ្លួនឯងមិនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនសាវទេខុសពីខ្ញុំគ្រួសារត្រួសត្រាយផ្លូវឲ្យប៉ុន្តែខ្ញុំមិនអាចយកចិត្តទុកដាក់ទេអំពីប្រព័ន្ធផ្គត់ផ្គង់ខ្ញុំបានរៀបចំកិច្ចសន្យាហើយយើងបានបង្ហាញការសហការយ៉ាងល្អបញ្ហាអាជីវកម្មខ្ញុំមិនចូលចិត្តនិយាយទេយប់នេះយើងផឹកឲ្យសបឹងតែម្ដងទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី ជំនួយការរបស់លោកមើលទៅមិនអន់នោះទេញ៉ាំដែរទៅ ជូនពរលោកលីនិងលោកសាយសហការជោគជ័យ នាងមិនស្មោះត្រង់នាងចង់ផ្លាស់ប្ដូរការសហការដែរទេនាងធ្វើជាស្រីកំដរភ្ញៀវពូកែណាស់ហេតុអីបានជាមកធ្វើជាជំនួយការ ជូនលោកលី ជំនួយការស៊ូធ្វើអញ្ចេះទៅយើងលេងហ្គេមជាមួយគ្នាបើនាងឈ្នះនាងអាចស្នើសុំអ្វីក៏បានតែបើខ្ញុំឈ្នះនាងត្រូវតែផឹកស្រាឲ្យអស់យ៉ាងម៉េចដែរ លោកលីលោកមិនអាចមកងាយខ្ញុំបានទេ 1 2 3នាងចាញ់ហើយញ៉ាំទៅ លេខាស៊ូនាងប្រកែផឹកណាស់បន្តទៀតយើងនិយាយគ្នារឿងមួយទៅលោកលីបើចង់ចាប់ហើយលើកក្រោយយើងជួបគ្នាទៀតអត់ទៅ ពររបស់លោកធ្វើទុកទៀតហើយលោកមិនសោះខ្លួនលោកជាមនុស្សរឹងរូសណាស់ នៅកន្លែងមុននេះឲ្យដៃគេមិនតន់គ្រប់ទៀតមែនទេប្រហែលឆ្នាំមកនេះនាងកាន់តែអាក្រក់ទៅ សុំតើខ្ញុំទៅវិញហើយ ស៊ូជីនមនុស្សក្បត់ដូចជានាងទៅនរកទៅយើងនឹងឲ្យនាងឈឺចាប់ជាង100 មាន ដ តែ ង នៅក្នុងเพจពិភព អ្វីដែលយើងធ្លាប់ឆ្លងកាត់នាងត្រូវតែទទួលទាំងអស់យើងនឹងជាប់កេះជាមួយគ្នា ស៊ូជីន មានតែនៅក្នុងเพจពិភព នាងមិនអាចគិតបានឡើយ 5 ដង ឆាប់ចេញទៅ ហាលីបងនៅខាងក្នុងទេ យ៉ាងម៉េចមិនហ៊ានចេញក្រៅទេ ខ្ញុំមិនដឹងថាប្រាប់នាងយ៉ាងម៉េចទេខ្លាចនាងគិតខុស មិនរំភើបទេត្រូវទេនាងគួរតែដោះសារដល់ខ្លួនឯងទៅឬក៏ចាំឲ្យគេចាប់បាន មានតែនៅក្នុងเพจពិភពរឿងខ្លី5 ដង សុងអ៊ីជាមនុស្សដែលចូលចិត្តសងសឹកនៅថ្ងៃនេះប្រហែលជាឮថាលេខាបានធ្វើអីជាមួយនឹងនាយកក្រុមហ៊ុននៅក្នុងឡាន ហេតុអីក៏មិនលើកទូរស័ព្ទរបស់ខ្ញុំឬក៏គាត់ភ្លេចទូរស័ព្ទក្នុងឡាន នៅនាងសុងលោកប្រធានគាត់នៅក្នុងពិធីជប់លៀងគាត់មិនមែននៅក្នុងឡានទេ ពិភពរឿងខ្លី ថ្ងៃនេះគាត់មកតាមតែឯងទេហ៎ គាត់មកជាមួយលេខាស៊ូ ល្អខ្ញុំទៅវិញហើយរកព័ត៌មានឲ្យខ្ញុំទិញលេខាថ្មីរបស់ហាន់លីឈ្មោះស៊ូជីននោះខ្ញុំចង់ដឹងពីអត្តសញ្ញាណប្រវត្តិរួមនិងរឿងពីមុនរបស់នាងបានច្រើនកាន់តែល្អយល់ទេល្អហើយមិនត្រូវឲ្យគេដឹងដាច់ខាតបើសិនជាមានគេដឹងនឹងមានបញ្ហាហើយ នាងទៅបាត់ហើយក ុំនិយាយអីសោះវាប្រហែលមិនតាន់ទៅដល់ឆាយទេ មានតែនៅក្នុងเพจពិភពរឿងខ្លី រឿងគឺវាបែបនេះ 5 ដង ពេលដែលនាងផាត់ក្បត់
ហេតុអីក៏យើងត្រូវជួយនាងមានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង លោកតាសាយ តើមានរឿងស្អីទៅតើអ្នកណាធ្វើបាបនាង លោកសាស្បែកជើងរបស់ខ្ញុំទៅធ្វើឲ្យខ្ញុំឆេះ ដាក់បានដែរទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង សុជីនខ្ញុំដឹងថាវាមិនមែនជាពេលល្អតែខ្ញុំចង់សួរនាងធ្វើជាសង្សារខ្ញុំទៅបានទេ លោកតាសាយលោកចង់ឲ្យខ្ញុំធ្វើពិតជាសង្សារលោកមែនទេដើម្បីប្រឈមមុខជាមួយនឹងគ្រួសារ តាមពិតទៅខ្ញុំស្រឡាញ់នាងយូរហើយនាងសុភាពចិត្តល្អទោះបីជានឿយហត់នាងតែងតែមានធម៌ពលខ្ញុំមិនចង់ឲ្យនាងខំប្រឹងពេកទេឲ្យខ្ញុំមើលថែនាងទៅណា លោកតាសាយលោកគឺជាមនុស្សល្អប៉ុន្តែពេលនេះខ្ញុំចង់ព្យាបាលជំងឺរបស់ស្ដេច មានតែនៅក្នុង page ពិភព ខ្ញុំ រឿង មិន ខ្លី ចង់ខ្វល់ពីអារម្មណ៍ខ្លួនឯងណា 7-5 ដង ខ្ញុំមិនរំពឹងទេនេះជាលើកទី1ដែលខ្ញុំសារភាពស្នេហ៍ត្រូវបដិសេធទៀតតែខ្ញុំមិនបារម្ភទេខ្ញុំនៅតែមើលថែស្តារដដែលអាចធ្វើជាមិត្តបានទេនាងកុំប្រកាន់នឹងខ្ញុំដែលខ្ញុំសារភាពប្រាប់នាងអីណា លោកតាសាយមិននិយាយលេងសើចទេ នៅនាងស៊ូចាស់ពីពេលនេះហៅខ្ញុំថាសៅជៀនទៅ បានចឹងលោកហៅខ្ញុំថាស៊ូជៀនចាស់ ខ្ញុំនៅតែគិតថាឈិញឈិញប្រុសជាងកុំឈរទីនេះទៀតអីនាងចង់ឲ្យខ្ញុំទៅទឹកដែរមែនទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង លោកប្រធានទៅយកអ្នកនាងស៊ូដែរទេមិនបាច់ទេទាំងនេះគឺជាវ៉ាសិនចាស់ព័ត៌មានទាំងអស់នៅទីនេះត្រូវបានបដូរហើយហេតុអីក៏ព្រិនអ្នកនឹងមកទៀត ខ្ញុំបានព្រិនវាចេញពីផ្លាស់ត្រៃហើយ ចប់ហើយលោកប្រធានចិត្តមកដល់ហើយហេតុអីក៏សាងកំហុសធំបែបនេះទៅ មានតែ ខ្ញុំ នៅ នឹងទៅ ក្នុង ព្រិនអាថ្មីភ្លាម ពិភពរឿង និយាយពេលហើយ 7-5 ដង ពួកគាត់មកដល់ឥឡូវនេះហើយណាឯកសារគម្រោងប្រជុំជាមួយខ្យល់មែនទេ លេខាទៅចូលមកថ្មីចឹងប្រហែលជាមិនស័ក្តិសមទេ សូម្បីតែរៀបចំព័ត៌មានធ្វើការប៉ុណ្ណឹងមិនបានផង គម្រោងមួយនេះទុកឲ្យខ្ញុំវិញបើអ្នកខាងបង្កប់ធ្វើឲ្យមានកំហុសខ្ញុំព្រមទទួលកំហុសនេះជាអ្នកឲ្យខ្ញុំព្រិនចេញមកនេះកំពុងធ្វើឲ្យខ្ញុំជួបការលំបាកហើយអរគុណច្រើនអ្នកនាងសង្ឃប៉ុន្តែលោកសាយខ្ញុំលើថាលោកទទួលនៅតំបន់ថ្មីខ្ញុំបានកែយុទ្ធសាស្ត្រមួយចំនួនខ្ញុំនឹងធ្វើការរាយការណ៍ជូនលោក មានតែនៅ កម្លាំងថ្មីរបស់ខ្ញុំបានចែកចេញជា3ផ្នែក 7-5 ដង ទី1វាជាកម្មវិធីថ្មីរបស់ខ្ញុំ ធ្វើបានល្អប៉ុន្តែថ្ងៃក្រោយនាងមិនអាចធ្វើខ្លួនឯងបែបនេះបានទេ អ្នកនាងនេះជាការស៊ើបអង្កេតរបស់ស៊ូជៀនអ្នកគ្រប់គ្រងសន្តិភាពមើលទៅមិននឹកស្មានថាស៊ូជៀនបានលាក់បាំងចិត្តចឹងទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង នេះជាឯកសារនៃថ្លៃរបស់ក្រុមហ៊ុនយើងយកទៅឲ្យលោកប្រធានសាលទៅលោកប្រធានរកខ្ញុំមានការអីដែរ ក្មេងនេះជាអ្នកណាបើយើងចាំមិនភ្លេចទេនៅក្នុង profile នាងបានបញ្ជាក់ថានាងនៅលីវ
នាងក៏ហប់ព័ត៌មានផ្ទាល់ខ្លួនបាត់បង់ការពិត ក្នុងเพจ សុជីន ពិភពរឿងខ្លី មានអ្វីទៀតដែលនាងបានធ្វើហើយយើងមិនដឹងដែរទេ លោកសាយទោះបីខ្ញុំលាក់បង់កូនរបស់ខ្ញុំធ្វើការមិនដែលឈប់ទេ សុជីនតើប្រុសប្រមាណអ្នកដែលនាងបានដេកដែរទេនៅជាមួយយើងផាត់ក្បត់យើងហើយនាងបែរជាមានកូនជាកូនអ្នកណា កូននាងខ្ញុំមិនអាចឲ្យគេដឹងពីកូនស្ដាប់ទេលោកសាយខ្វល់រឿងផ្ទាល់ខ្លួនរបស់គេពេកហើយ យើងមិនត្រូវការបុគ្គលិកដែលអត់សិលធម៌ដូចជានាងនោះទេវាប៉ះពាល់ដល់ក្រុមហ៊ុន លោកសាយ មានតែនៅក្នុងเพ ខ្ញុំ จ មិនចូលទទួលការចាប់ប្រកាន់ខុសទេ 7 5 ដង នាងមិនចង់ប្រាប់យើងឬក៏មិនហ៊ានប្រាប់យើងកាលពី6ឆ្នាំមុនមានប្រុសប្រមាណអ្នកដេកជាមួយនាងក៏មិនដឹងដែរត្រូវទេកូននេះមិនដឹងជាកូនអ្នកណាហើយនាងក៏ដេញចាប់សាវជិននាងមិនអាចរត់ដោយគ្មានប្រុសបានទេ សូមឲ្យតម្លៃគេបន្តិចផង យើងដឹងច្បាស់ណាស់ថានាងកំពុងតែគិតអីនាងតាមចាប់សាវជិននាងចង់ឲ្យគេទទួលខុសត្រូវតាមមែនទេត្រូវហើយតើលុយប្រមាណទើបអាចឲ្យនាងបាត់ខ្លួនទៅ5លានបានទេ មិនត្រូវការ នាងលែងត្រូវការលុយហើយ មានតែនៅក្នុងเพจពិភព ដោយសារនាងមិនចង់ដោះលែងសាវជិន 5 ដង វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ តែបាទសាវជិនដឹងថានាងជាមនុស្សប្រភេទណាតើគេមើលងាយនាងដូចជាយើងដែរទេខ្ញុំមិនប្រកាន់ទេខ្ញុំស្គាល់សុយៀនច្បាស់ណាស់ខ្ញុំមិនខ្វល់ថានាងបានធ្វើអ្វីខ្លះទេខ្ញុំឃើញនាងពាក់ស្បែកជើងមិនត្រូវអញ្ចឹងខ្ញុំក៏ទិញស្បែកជើងថ្មីមកឲ្យ នៅកន្លែងធ្វើការខ្ញុំត្រូវពាក់ស្បែកជើងកែង ត្រូវធ្វើឲ្យមនុស្សស្រីរងទុក្ខតម្រូវតាមការងារមែនទេអសិលធម៌ពេកហើយ ចាំខ្ញុំដោះខ្លួនឯង ក៏បានអើខ្ញុំសុំទោសខ្ញុំមិនគិតថាការងារដែលខ្ញុំណែនាំឲ្យនាងវាពិបាកអញ្ចឹង ខ្ញុំសប្បាយចិត្តដែលទទួលបានការងារនេះខ្ញុំពេញចិត្តខ្លាំងណាស់ខ្ញុំប្រឹងដើម្បីស្ដាប់តែម្នាក់ហើយខ្ញុំមិនបោះបង់ទេ មិនថាមានរឿងអ្វីទេត្រូវតែប្រាប់ខ្ញុំឲ្យដឹងខ្ញុំនឹងទៅរកនាងភ្លាមបានទេសុជីននេះជាមកធ្វើការនាងជាលេខារបស់យើងធ្វើអីត្រូវមើលផងទៅ សុំទោសលោកសាយ លោកពូសុជីនធ្វើការបានល្អណាស់កុំបារម្ភអីខ្ញុំជាអ្នកឲ្យបានតែនាងទីនេះជាក្រុមហ៊ុនកុំនិយាយព្រាបប្រាស មានតែនៅ ខ្ញុំដឹង ពិភព តែខ្ញុំមិនមែនធ្វើការក្រុមហ៊ុនទេក៏មិនបាច់គ្រប់គ្រងខ្ញុំដែរ គឺលោកសាយខ្ញុំមានការត្រូវធ្វើខ្ញុំទៅសិនហើយណាសុជីននេះជាឯកសារលោកលីមក3រសៀលនៅសន្តាគារកាសាយកឲ្យគាត់ផងចាខ្ញុំទៅសិនហើយលោកសៅកាពីនាងលោកសៅហាន់លីមកដោះលែងទេសុជីនហេតុអីបានជានាងមានការស្រឡាញ់ទាំងអស់នេះលោកលីនៅដែរទេខ្ញុំជាលេខារបស់លោកសាយយកឯកសារមកឲ្យលោក 7 5 ដង ណែនេះស៊ូយកបាញ់ខ្ញុំមិនសប្បាយចិត្តទេយើងបន្តនៅថ្ងៃនេះទៅ ខ្ញុំយកឯកសារមកឲ្យលោក លេខាស៊ូលើកមុនខ្ញុំចាប់អារម្មណ៍នាងខ្លាំងណាស់ថ្ងៃនេះលោកសាយមិននៅអត់មានអ្នកណារំខានយើងទេ លោកប្រធានលេខាស៊ូមិនតាន់មកវិញទេនាងទៅមុនទៀតហើយអត់ទេនាងបានយកឯកសារទៅឲ្យលោកលីសញ្ញេកុងត្រានាងទៅកន្លែងលោកលីគេគ្មានបំណងល្អជាមួយនឹងបុគ្គលិកក្រមប្រកបទេខ្ញុំខ្លាចតែគេធ្វើបាបនាង ពិភពរឿងខ្លី7 5 ដង ដុកទ័រសាយទូរស័ព្ទរបស់លោករកច្រើនដងហើយប្រហែលជាមានអ្នកណាមានការបន្តរកលោកហើយកុំអី អ្នកនាងស៊ូកុំបារម្ភអីខ្ញុំនឹងធ្វើឲ្យនាងពេញចិត្តលោកសាវឲ្យខ្ញុំសុំទោសថ្ងៃនេះចាត់ទុកថាគ្មានរឿងអីកើតឡើងទៅឲ្យខ្ញុំធ្វើអីក៏បានដែរសម្រាប់ការផ្គត់ផ្គង់ថ្មីនេះយើងនឹងឲ្យឯងបាត់មុខពីឧស្សាហកម្មនេះទៅសុជីន មានតែនៅ សុ ក្នុង ជីន เพจពិភពរឿងខ្លី7 5 ដង ហាន់លី សុជីនដឹងថាហេតុអីខ្ញុំស្អប់នាងខ្លាំងទេខ្ញុំមិនអាចដោះលែងនាងបានឡើយ
សុជីនសុជីននេះចាំមិនហើយ ខ្ញុំមិនអីទេលោកសាយហើយនឹងខ្ញុំបានជ្រើសជួយជាមួយគ្នាហើយខ្ញុំមិនអាចបន្តអញ្ចឹងទៀតទេ នាងចង់ធ្វើស្អីនាងចង់ធ្វើស្អី ខ្ញុំប្រស័យមិនសូវស្រួលខ្លួន មានតែនៅក្នុងเพจ នាងខ្លាចណាស់មែនទេដែលមានកូនជាមួយខ្ញុំ ដង ប៉ុន្តែនាងអាចមានកូនជាមួយអ្នកផ្សេងបានទៅវិញបានអញ្ចឹងនាងសម្រាប់មួយរយៈទៅសម្រាប់បានល្អទៅ លោកសាយខ្ញុំអាចធ្វើការបាន គឺយើងវិញទេដែលចង់សម្រាប់ដើម្បីរៀបការសងអ៊ីងនឹងយើងភ្ជាប់ពីនៅខែក្រោយនេះហើយ អញ្ចឹងខ្ញុំជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង អាឡូលោកពូសង្ហាស្តាមែនទេហេតុអីបានជាក្មួយមានលេខពូ តែយើងជួបគ្នាលើកមុនខ្ញុំសូមលេខលោកពូពីចំណេះការ ក្មួយចង់និយាយអីជាមួយពូមែនទេ ចង់ឲ្យលោកពូធ្វើជាប៉ាខ្ញុំយ៉ាងមិនដែរ ពូបាននិយាយពេលណាទៅថាចង់ធ្វើជាប៉ាក្មួយនោះ វាជាការល្អខ្ញុំទុកគាត់ឲ្យពូគិតពី3ថ្ងៃទៀតកុំឲ្យឱកាសនេះបាត់បង់ឲ្យសិនណាជួបជាមួយអ្នកម៉ែរបស់ខ្ញុំសិនទៅខ្ញុំជឿថាលោកពូបដូរគំនិតមិនខានទេ ក្មួយស្តាពូខ្លាចថាពូមិនអាចធ្វើជាប៉ាក្មួយបានទេ មិនអីទេណាម៉ែរបស់ខ្ញុំក៏មានអ្នកតាមស្រឡាញ់គាត់ដែរអញ្ចឹងខ្ញុំសូមអ្នកផ្សេងក៏បាន បើខ្ញុំមានកូនគួរឲ្យស្រឡាញ់អញ្ចឹងខ្ញុំច្បាស់ជាសប្បាយចិត្ត លោកសៅមួយនេះសមនឹងលោកខ្លាំងណាស់ អាមួយនេះមិនបាច់បដូរទេអញ្ចឹងកូនកំមុំដែរណានេះរ៉ូបដែលគេត្រូវពាក់មែនទេ អ្នកឆ្នៃមករបស់យើងចំណាយពេល1ខែដើម្បីធ្វើវាដៃខ្ញុំកំពុងរងចាំកូនកំមុំខ្ញុំសុំទោសហត់ណាស់មកយើង នាងមកទីនេះធ្វើអី តើអ្នកនឹងសង្ហាណាខ្ញុំយកឯកសារមកជូនគាត់ខ្ញុំមានកិច្ចការត្រូវធ្វើនៅអហ្វីសតែពេលនេះយើងកំពុងតែចាត់ការដើម្បីស្លៀកពាក់ជ្រាបការអញ្ចឹងខ្ញុំឲ្យលេខាស៊ូទៅទីនោះចុះមិនអីទេលេខាស៊ូរោគរៀបការរបស់ខ្ញុំនេះស្អាតនេះដែរទេឯកសារដែរប៉ុន្តែមួយនេះខុសគ្នារោគរៀបការនេះសិតតែពេជ្រនិងឆ្នៃពិសេសហាន់លីនិងខ្ញុំជ្រើសរើសដែលយកចិត្តទុកដាក់ មានតែ គាត់ថាចង់ឲ្យខ្ញុំជាកូនកំមុំដែលស្អាតជាងគេនៅលោកនេះ ដង អរគុណហើយហាន់លីទីនេះមានមនុស្សណា ឲ្យគេធ្វើសាស័យនៃក្តីសុខរបស់យើងទៅមិនល្អទេ សុជីននេះក៏ជាលើកទី1របស់ខ្ញុំដែរខ្ញុំមិនមានបទពិសោធន៍ទេនាងធ្លាប់រៀបការពីមុនទេជួយប្រាប់ខ្ញុំផងណាបានដំណើរការកម្មវិធីក្នុងថ្ងៃរៀបការនោះតើហត់ដែរទេខ្ញុំមិនដែររៀបការទេមិនដែររៀបការទេហីអូត្រូវហើយសុំទោសដែលខ្ញុំភ្លេចថានាងមានកូនមិនដឹងថាឪពុកជាអ្នកណាមែនទេប៉ារបស់គេជាមនុស្សរវល់ណាស់ខ្ញុំមិនដឹងថាអ្នកនាងសឹងលើពាក្យចាំរាមនេះពីណាទេឬក៏នាងសើប្រវត្តិខ្ញុំមិនសំខាន់ទេនៅថ្ងៃរៀបការរបស់ខ្ញុំកុំភ្លេចទៅចូលរួមផងខ្ញុំនឹងចែកសុភមង្គលរបស់ខ្ញុំជាមួយនាង ស៊ូជីនមានសុភមង្គលរបស់នាងហើយស៊ូជីនមានសុភមង្គលរបស់នាងហើយអ្នកនាងស៊ូមិនបាច់ខ្វល់ទេលោកពូតើលោកពូគិតថាអាវធំដែលខ្ញុំពាក់នេះសមដែរទេមិនអន់ទេឯណាក៏បាត់កោអូស៊ូជីនខ្ញុំអត់ចេះចងក្បាត់កទេជួយចងក្បាត់កខ្ញុំបន្តិចបានទេ អរគុណដែលខ្ញុំធ្វើចិត្ត មិនមែនធូរចិត្តទេជាការសារភាពលើកទី2ពេលនេះបាននាងបដិសេធខ្ញុំនឹងរងចាំបន្តទៀត មានតែនៅក្នុងเพจពិភព ខ្ញុំស្លៀកពាក់រួចហើយ 7 5ដង យើងរវល់បន្តិច អ្នកនាងសុំខ្ញុំមិនទាន់ឲ្យអ្នកកំដៅពាក់រូបទេអ្នកកំដៅគេរវល់ហើយគេមានរូបរាងដូចលេខាស៊ូដែរសាកឲ្យនាងលន់តិចទៅអ្នកនាងសុំវាល្អជាងបើឲ្យអ្នកកំដៅលើដល់ខ្លួនឯងខ្ញុំគិតថាសមជាងម៉ាមិនបានលើថ្ងៃនេះទេបើទំហំមិនត្រូវខ្លាចតែជាចៅលេខាស៊ូខ្ញុំគិតថាពឹងនាងហើយ មិនអត់ទេមានអីអាក្រក់មួយទេវាគ្រាន់តែរៀងរលងដៃបន្តិច ពិភពរឿងខ្លី ចាំខ្ញុំកែឲ្យនាងចុះ 5ដង នាងនឹងអាចស្រួលពាក់វាបន្តិច កាត់អីទេស៊ូជីន ជាកំហុសខ្ញុំសុំទោសដែលធ្វើដោយអចេតនាមិនអីទេខ្ញុំមិនប្រកាន់ឡើយបន្ទប់ទឹកនៅទីនោះហាលី លោកពូនៅខាងក្នុងទេលោកពូ
សើយល់មកហើយប៉ុន្តែ មានតែនៅក្នុង មិនបាច់ទេ ពិភពរឿងខ្លី7 5ដង បន្តិចទៀតទៅ កុំអី លោកពូសុជីនការស្អីហ្នឹងហេតុអីបានជាមិនទាន់ចេញ មិនអីទេ សុងអ៊ីមានបំណងចង់ធ្វើបាបនាងតែខ្ញុំមិនអាចការពារនាងបានក ុំបារម្ភអីណាខ្ញុំមិនអីទេ នាងឈឺដល់ថ្នាក់នេះហើយនៅថាមិនអីទៀតចាំខ្ញុំយកថ្នាំមកលាបឲ្យណា មិនអីទេខ្ញុំគ្រាន់តែរបួសបន្តិចវាមិនមែនបញ្ហាទេខ្ញុំដល់សម្លៀកបំពាក់ហើយខ្ញុំនឹងទៅផ្ទះវិញ នាងទៅផ្ទះឥឡូវហ្នឹងឯងចាំខ្ញុំជូនទៅ ល្អណាស់ចាំខ្ញុំទៅខាងក្រោមសិនទៅណាខ្ញុំបដោះឲ្យខ្ញុំនឹងទៅ អូខេអញ្ចឹងខ្ញុំទៅយកឡានចេញមុនហើយណាហេតុអីក៏ទូរស័ព្ទលោកពូនៅទីនេះ ប្រហែលគាត់ភ្លេចយកទៅជាមួយគាត់ហើយអញ្ចឹងរំខានលោកជួយយកទៅឲ្យគាត់ផងណា អូខេចាំខ្ញុំយកទៅឲ្យគាត់ចុះនាងឆាប់បដូរសម្លៀកបំពាក់ទៅយើងទៅឥឡូវហ្នឹងនាងមិនអាចចាំបានទេមុននេះនាងប្រកែកថើបណាហេតុអីក៏ប្រញាប់ទៅវិញដើម្បីទៅតាក់ទងសៅជិនមែនទេ អត់ទេ មានតែនៅក្នុង page ពិភពរឿងខ្លី7 ពេលយើងស្រឡាញ់គ្នានាងចូលចិត្តផាត់ក្បត់ណាស់ឥឡូវឃើញនៅមុខជាមួយសៅជិនពេលនេះលួចតាក់ទងជាមួយយើងបើសៅជិនដឹងតើគេនៅតាមស្រឡាញ់នាងទៀតដែរទេ កុំប្រាប់សៅយិនអីគេមិនដឹងលោកទេគាត់មានការគោរពជាងលោក ត្រូវហើយយើងមិនដូចគ្នាទេគេជាមនុស្សល្ងងគេមិនដឹងថាសង្សារគេម្នាក់នេះកំពុងតែផាត់ក្បត់ទេគេមិនដឹងទេថាសង្សាររបស់គេជាមនុស្សស្រីដែលល្មមប្រុសបំផុត ហានីរំប្របងធ្ងន់ខ្លាំងណាស់ជួយកាន់អូនតិចតបានទេ សុងអ៊ីមគ្រាន់តែជាកិច្ចសន្យាអាពាហ៍ពិពាហ៍មិនបាច់សម្ដែងនៅកន្លែងស្ងាត់ទេ សៅហានីមកគ្រាន់តែកិច្ចសន្យាពីពីយើងគួរតែធ្វើតាមច្បាប់ត្រូវទេនិយាយមកឆាំនិយាយមកហានី ហៅឡូក្មួយស្តាមានរឿងស្អីហ្នឹង លោកពូសង្ហាបើពូមិនមកជួបមករបស់ខ្ញុំទេលោកពូច្បាស់ជាមានកំណត់អីឲ្យមើលទៅបានជាមិនធ្វើប៉ារបស់ខ្ញុំ ក្មួយពូប៉កែតស៊ូណាក្មួយស្តា តើមានន័យថាយ៉ាងម៉េចទេ គឺក្មួយមិនបោះបង់នឹងណា ខ្ញុំសូមណែនាំពូបន្តិចតាក់ទងនឹងម៉ាក់ខ្ញុំឆ្នាំនេះគាត់អាយុ28ឆ្នាំកម្ពស់6.8ហើយទម្ងន់100ផោនគាត់ស្អាតខ្លាំងណាស់ណាអត់ត្រូវហើយអត្ថប្រយោជន៍ដ៏ធំរបស់គាត់គឺគាត់មានខ្ញុំស្ដារជាកូនដែលល្អបំផុតកូនស្ដារនិយាយជាមួយអ្នកណាគេនឹង មានតែនៅក្នុង page កូនស្ដា រឿងខ្លី7 5ដង គាត់និយាយជាមួយអ្នកណាគេនឹងម៉ាក់កុំរំខានកូនអីណាកូនកំពុងរកប្តីឲ្យអ្នកម៉ាក់ណាកូនស្ដារនេះម៉ាក់មិនបានបង្រៀនអញទេថាត្រូវធ្វើជាក្មេងស្មោះត្រង់កុំកុហកម៉ាក់ណា កុំបន្ទោសឲ្យស្តាអីស្តាគេនិយាយសាច់ការណាគេចំគប់កងពួកយើងទៅពីរនាក់ កុំប្រកាន់អីណាគេគ្រាន់តែជាក្មេងចូលចិត្តលេងច្រើនណាលោកកុំបារម្ភអី សំឡេងនេះมันអាចទៅរួចទេរឿងអីចៃដន្យបែបនេះកុំបន្ទោសឲ្យស្តាអីណាគេមិនដូចក្មេងដទៃទេខ្ញុំស្រឡាញ់គេណា ពេលនេះកូនឃ្លានហើយត្រូវហើ មាន យ តែនៅក្នុង page ពិភពរឿងខ្លី7 5ដង ម៉ាក់ខ្ញុំក៏រពលទៅផ្ទះបាយញ៉ាំមិនក៏ល្អដែរទេ នឹងហើយម៉ាក់ក្មួយល្អណាស់ ចាំញ៉ាំម្ហូបដល់ក៏ចំអិនដែរទេម៉ាក់ថ្ងៃណាតែម៉ាក់សម្រាប់ពីការងារម៉ាក់តំណែងថ្ងៃអាទិត្យលោកពូជំនួសមកឲ្យម៉ាក់ខ្ញុំចេញពូមកថ្ងៃអាទិត្យនេះជួបគ្នានៅសួនច្បារទៅណាបន្ទាប់មកញ៉ាំអាហារនៅផ្ទះខ្ញុំ ក្មួយចង់លេងជាមួយពូមែនទេ កូនស្ដាយជួយយកបន្លែឲ្យម៉ាក់បន្តិចមកសម្រាប់ចឹងហើយណាខ្ញុំជួយម៉ាក់ធ្វើម្ហូបបន្តិចសិន សៅហាលី មានតែនៅក្នុង page តើអញកំពុងតែគិតស្អីណា 7 5ដ កាรง ពិតសុជីនហេតុអីបានជាមិនមែនជាមនុស្សល្អ
ហេតុអីបានជាឯកទេសរបស់ទាំងនេះស្ដារគេមិនចូលចិត្តឡានទេលោកហាន់លីពិតជាចម្លែកណាស់តាមពិតទៅថ្ងៃនេះត្រូវតែញ៉ាំអាហារនៅគ្រួសារសុងបែរជាលុបចោលមកជប់ក្មេងនៅសួនទៅវិញប៉ុន្តែមើលទៅពិតជាដូចគ្នាណាឯងកំពុងតែនិយាយស្អីហ្នឹងអត់ទេលោកសាវគ្រាន់តែជាលើកទី1ខ្ញុំមិនដែលឃើញលោកដាក់ខ្លួនមកជាមួយក្មេងទេមិនទាក់ទងនឹងឯងទេ ស្ដាចាំម៉ាក់នៅទីនេះហើយណាម៉ាក់ចាំបន្ទប់ទឹកមកភ្លេងគាត់ល្អស្ដាស្ដា នៅពេលនេះកូនរបស់នាងនៅជាមួយយើងបើចង់បានវិញហើយមានសុវត្ថិភាពនោះត្រូវតែធ្វើតាមអ្វីដែលយើងនិយាយណា កូនស្ដា លោកប្រធាននៅចាំទៀតទេមិនបាច់ទេបើអញ្ចឹងរបស់ទាំងអស់នេះទៅឲ្យកូនឯងលេងទៅណែប្រុសខ្ញុំក៏អត់មានកូនដែរឯងមានលុយដែរអត់ អត់មែនទេផ្ទះជួលហើយគ្រឿងសង្ហារឹមលក់ឡៃឡងអ្វីដែលមាននៅក្នុងផ្ទះគឺខ្ញុំហើយនឹងស្ដាផ្សេងទៀតបាត់ទៅធ្វើអីធ្វើទៅ ហូបរឿងខ្លី ការចរិតស្អីហ្នឹងហ៎ សម្រាប់និយាយជាមួយស្ត្រី កុំធ្វើជាមនុស្សអត់ចិត្តពេកទោះបីជាយ៉ាងណាឯងក៏ជាកូនរបស់ប៉ាដែរ ស្ដាគឺជាចៅប្រុសរបស់ប៉ាហេតុអីបានជាធ្វើបែបនេះហេតុអីបានជាទាមទារពីខ្ញុំម៉ាក់គាត់គឺជាអ្នកចាប់កូនមកទីនេះកូនស្ដាថ្ងៃក្រោយបើជួបស្ថានភាពបែបនេះទៀតប្រឹងប្លេទៅលឺទេ សុជីនមិនបាច់ចាំបដូរកន្លែងទៀតទេដឹងដែរទេគ្រប់ពេលគឺយើងតាមឯងរហូត កូនស្ដាកូនទៅផ្ទះលោកយាយសិនទៅណាបន្តិចទៀតម៉ាក់ទៅទទួលបានទេ មានតែ តាមពេលយើងចេញពីគុកវិញគ្រប់ពេលដែលយើងមកជួបឯងតែងតែធ្វើចរិតបែបហ្នឹងឯងគួរតែអរគុណយើងទៅដោយសារតែស៊ូគ្រប់ទើបចិញ្ចឹមឯងដល់ធំរស់បានប៉ុណ្ណឹង វាជារឿងអតីតកាលបងមិនដោយសារប្រើប្រាស់ឧបករណ៍អន់ទេក៏មិនមានអ្នកណាស្លាប់ដោយសារអគិសសំណងដែរគ្រួសារយើងក៏មិនខ្សែធំដែរម៉ាក់ក៏មិនចាំបាច់ធ្វើការគាត់ធ្វើការគ្រប់កន្លែងចុងក្រោយគាត់ក៏មិនបានព្យាបាលជំងឺគាត់បានស្លាប់ដោយសារការព្យាបាលមិនទាន់ យើងដឹងថាឯងហើយនឹងម៉ាក់ឯងពិបាកយើងមកទីនេះដើម្បីកែឡើងវិញសម្រាប់ឯងនឹងស្ដារ វិធីកែតម្រូវរបស់ប៉ាគឺយកលុយទៅលេងល្បែង មានលុយទើបអាចកែតម្រូវឡើងមកវិញបានគ្មានអ្នកណាអាចបញ្ចប់ភាពមានរបស់យើងបានទេយើងលេងតែម្ដងទេយើងជឿថានឹងរកលុយបានមកវិញ រឿងខ្លី ខ្ញុំគ្មានលុយទេ 2-5 ដង ឯងមិនឲ្យយើងមែនទេ យើងនឹងរកវិធីឲ្យអញ្ចឹងថាយើងនឹងរស់នៅជាមួយចៅដោយរបៀបម៉េចនោះ ត្រូវការប្រមាណទឹកមកកាន់ទៅវិញទេ យើងបានណាត់ជាមួយគ្នាហេតុអីក៏ក្មួយខកខានមកមិនបានជាយើង ថ្ងៃនេះលោកតារបស់ខ្ញុំគាត់មកគាត់បានឆ្លើយជាមួយនឹងអ្នកម៉ាក់ស្ដាមិនចូលចិត្តលោកតានោះទេប៉ុន្តែស្ដានឹងធ្វើ មានតែនៅក្នុង ដើម្បីជួយដល់អ្នកម៉ាក់របស់ស្ដាឲ្យបាន 2-5 ដង ចូលចិត្តរបស់ទាំងអស់នេះដែរទេ លោកយាយឆាន់ស្ដាមិននៅទីនេះទេអត់ទេគេមិនបាត់មកណាស្ដាកូននៅណាហ្នឹងម៉ាក់កូននៅសួនច្បារទីក្រុងពេលនេះកូននៅជាមួយលោកពូសង្ហាល្អចាំម៉ាក់នៅនឹងហើយកុំទៅណាណាបន្តិចទៀតមកដល់ សុជីន លោកមកទីនេះធ្វើអី ខ្ញុំបានឆ្លងកាត់ទីនេះគិតថាមកលេងនាងហើយនឹងស្តាហើយស្តាដែរណា គេនៅជាមួយបារម្ភម្នាក់ដែលគេស្គាល់គ្នា អញ្ចឹងយើងទៅរកគេទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង ស្ដាយ៉ាងនេះគឺលោកពូសង្ហាជាអ្នកទិញឲ្យខ្ញុំណាគាត់នៅណាទេគាត់កំពុងតែនិយាយទូរស័ព្ទគាត់ប្រាប់ថាកន្លែងតាំងរបស់កូនមានតាំងបន្ទាន់គាត់ទៅបាត់ហើយកូនចង់ឲ្យលោកពូសង្ហាធ្វើជាប៉ារបស់កូន ក្មួយស្តាពូក៏ចង់ធ្វើជាប៉ារបស់ក្មួយដែរមានឃើញពូធ្វើល្អដាក់ក្មួយដែរទេអាចទៅដល់ឱកាសឲ្យពូម្ដងបានអត់ អញ្ចឹងស្ដាសុំកាត់មើលសិនណា កន្លែងក្រុមហ៊ុនមានបញ្ហាហើយខ្ញុំធ្វើការក្រុមហ៊ុននេះយូរហើយមិនដែលឃើញលោកប្រធានខំខ្លាំងចឹងទេណា លោកសានិងលោកលីធ្វើការជាមួយគ្នាយូរហើយលោកសាមានបំណងឲ្យលុយជាច្រើនដល់សាខាសម្រាប់ធ្វើកុងត្រាក៏ចង់លុបកុងត្រាជាមួយលោកលី ពីអ្នកឯងអ្នកណាមានទុនទីចុះកាហ្វេឲ្យលោកប្រធានតិចទៅខ្ញុំអត់ហ៊ានទេសូម្បីតែប៉ះកែវឲ្យអ្នកផ្សេងទៅជំនួសវិញទៅល្អជាងណា ឯណាសុជីននាងគឺជាលេខារបស់លោកប្រធានចូលទៅឲ្យគេទៅ សុជីន
នាងជួយយកកាហ្វេឲ្យលោកប្រធានផងណា មិនបានទេយើងជាមិត្តចាស់របស់គ្រួសារលីដោយសារតែកងត្រាហេតុអីបានជាឯងសម្រេចចិត្តដោយខ្លួនឯងលីក្រុមមិនមានតែផលិតផលទេការដឹកជញ្ជូននិងរបស់ផ្សេងទៀតសុទ្ធតែមានបញ្ហាពួកគេមិនមានសមត្ថភាពកម្រិតស្តង់ដារគេមិនបានអនុញ្ញាតតាមច្បាប់ XQ ក្រុមជាមិត្តភក្តិជាមួយមានអីពាក់ព័ន្ធជាមួយខ្ញុំទេឯងជាសមាជិកគ្រួសារសាវឈុំខ្ញុំគ្រាន់តែជាលោកសាវគ្មានអីផ្សេងទេនេះឯងមើលម៉ាក់ឯងពេលនេះទៅហេតុអីក៏ចិញ្ចឹមកូនដូចជាឯងយើងក៏មិនវិនិយោគជាមួយ XQ គ្រប់ដែរបើចង់ដកការវិនិយោគខ្ញុំអាចប្រកល់វិញក៏បាននៃក្រុមហ៊ុន XQ ក្រុមឯងធ្វើបាបលីក្រុមថ្ងៃអនាគត XQ គ្រប់ដំណើរការយ៉ាងម៉េចទៅខ្ញុំបានរកអ្នកផ្គត់ផ្គង់ថ្មីល្អជាងនេះលោកបានជាប្រធាននៃសាវក្រុមមានបានលើព័ត៌មានដែរទេវាមិនមែនដោយសារលុយទេគឺជាការអនុគ្រោះខ្ញុំខ្វល់តែពីគុណភាពហាន់លីឯងមានបានរៀនពីបងប្រុសឯងដែរទេបានដឹងបានតែមួយផ្នែកប៉ុណ្ណោះខ្ញុំមិនអាចធ្វើទេ លោកសាយកាហ្វេរបស់លោក យើងប្រាប់ហើយថាកុំមករំខានយើងឬមួយគ្នាមិនចូលទេហ៎ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង លើកដៃអាវទៅកុំឲ្យដៃត្រូវទឹកអីបាត់ដៃមិនទាន់ធូរស្បើយត្រូវទៅមន្ទីរពេទ្យ អរគុណច្រើនលោកសាយ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង លោកសាវលោកលីហើយនិងលោកដាបូឧស្សាហ៍ជួបគ្នាណាស់ខ្ញុំមិនដឹងថាគាត់និយាយគ្នាអ្វីទេសូមទៅលោកជួយបង្ហាញសារណាត់ផងខ្ញុំអត់មានការកក់ទុកទេលោកទីនេះជាភោជនីយដ្ឋានសម្រាប់អ្នកសមាជិកយ៉ាងហោចណាស់លោកក៏មានការកក់ទុកមុនមួយអាទិត្យដែរបើលោកមិនមានទេសូមលោកត្រឡប់ទៅវិញចាំពេលក្រោយ ថ្ងៃនេះជាថ្ងៃខុសកំណត់ប្តីខ្ញុំយើងមានបំណងចង់ធ្វើកម្មវិធីនៅទីនេះប៉ុន្តែខ្ញុំភ្លេចកក់ទុកបាត់ទៅហើយ ហេតុអីក៏អូនភ្លេចរឿងសំខាន់បែបនេះមានអ្វីផ្សេងអូនទៅចាំមុនទៅ ប្តីបានជាបងមករំលឹកអូន អូនប្រាប់ថាអូនសប្រៃបងនោះអី យើងជួបគ្នាដំបងនៅកន្លែងនេះលោកក៏មិនចង់ឃើញពួកយើងជួបគ្នាដែរត្រូវទេអញ្ចឹងលោកជួយសម្រួលផងបានទេ ដោយសារតែថ្ងៃខុសកំណើតអ្នកប្រុសនេះអញ្ចឹងខ្ញុំលើកលែងឲ្យម្ដងចោះសូមអញ្ជើញ អរគុណ មានតែនៅក្នុង page ពិភពរឿងខ្លី នាងសម្លាញ់ដូចជាខ្លួនឯងមានអារម្មណ៍ល្អអញ្ចឹងប៉ុន្តែនាងតែងតែកុហកមិនល្អទេ នេះគឺជាការបាត់បង់លោកមិនអាចចូលក្នុងបើគ្មានខ្ញុំនោះទេលោកសាយ សាវហាន់លីបើមិនដោយសារតែម្ដាយរបស់ខ្ញុំស្លាប់ម្ដាយរបស់គេក៏មិនអាក្រក់អញ្ចឹងដែរគេគឺជាកូនរបស់ស្រីអាក្រក់ហេតុអីបានជាគេរលួយបានច្រើនម្ល៉េះខ្ញុំឮថាសាវហាន់លីបាត់ខ្លួនតាំងពីក្មេងទើបតែរកឃើញ6ឆ្នាំមុនដោយសារតែគេសំណាងល្អគេបាត់ខ្លួននៅកន្លែងសួនកុមារហើយបានរស់នៅតាមផ្លូវពេញមួយជីវិតគេមិនគួរត្រឡប់មកគ្រួសារសាវទេប៉ុន្តែគេចំណាយពេល6ឆ្នាំបានបង្កើត XQ ក្រុមក្នុងឧស្សាហកម្មនេះគ្រប់គ្នាគេដឹងថាគេក្មេងជាងគេហើយមានទេពកោសល្យនិងសំណាងបើអញ្ចឹងវាយ៉ាងម៉េចបើមិនមែនដោយសារសាវគ្រប់គេក៏គ្មានអ្វីដែរ មានតែ អ្វីដែលមាននៅពេលនេះ រឿងខ្លី ដោយសារតែមូលនិធិរបស់ខ្ញុំបាទរបស់ខ្ញុំបាននិយាយថាខ្ញុំនឹងទទួលបានស្នងមរតកគ្រួសារសាវគឺមានតែខ្ញុំទេអ្វីដែលគេខំនៅពេលនេះនៅថ្ងៃអនាគតខ្ញុំនឹងទទួលបានផលទាំងអស់ លោកសាយតើលោកមិនអីទេ មិនអីទេខ្ញុំគ្រាន់តែចង់ដឹងថាពួកគេនឹងនិយាយគ្នាអ្វីទៀត ពួកគេគ្រាន់តែបង្កើតរឿងប៉ុណ្ណោះបើលោកមិនចង់លឺមិនបាច់ស្ដាប់ទេហើយក៏មិនចាំបាច់បារម្ភអីដែរ មានផ្លូវរាប់ពាន់ដើម្បីដកហូត XQ គេនឹងចំហើយនឹងគ្មានអីសោះខ្ញុំចង់ឲ្យគេដឹងថា មាន សាយ តែ ក្រុម នៅក្នុង page តើអ្នកណាជាអ្នកគ្រប់គ្រងឲ្យពិតប្រាកដ 7-5 ដង ខ្ញុំទៅបន្ទប់ទឹកបន្តិចនឹងត្រឡប់មកវិញអូសំតើខ្ញុំច្រឡំបន្ទប់លោកដូចជាលោកសាយទេខ្ញុំបានឃើញរបាយការណ៍ហិរញ្ញវត្ថុរបស់លោកខ្ញុំពិតជាកត់សរសើរលោកណាស់ នេះជាក្រុមការងារមែនទេនៅក្រុមហ៊ុនណាដែរនឹង ក្រុមហ៊ុនតូចទេវាមិនធំដូចក្រុមហ៊ុនសាយគ្រប់ឡើយ បើនាងចង់ធ្វើការខ្ញុំនឹងរៀបចំឲ្យនាងគ្រប់ពេលចូលមកអង្គុយទៅ លោកសាយគឺជាមនុស្សល្អម្នាក់ខ្ញុំសូមជូនលោកមកកែវ
នាងមិនបានទៅបន្ទប់ទឹកទេ 7-5 ដង វាមិនសំខាន់ឡើយអ្វីដែលសំខាន់ពេលនេះខ្ញុំយកមកឲ្យលោកបានហើយ នាងមិនចាំបាច់ធ្វើអញ្ចឹងដើម្បីខ្ញុំទេ យ៉ាងណាក៏ដើម្បីឲ្យខ្ញុំគ្រប់ដែលលោកខិតខំធ្វើការខ្ញុំមិនចង់ឲ្យការបំផ្លាញពីមនុស្សអាក្រក់ទាំងអស់នោះដែរ នាងធ្វើយ៉ាងនេះដើម្បីក្រុមហ៊ុន XQ Group ឬ គឺ ដើម្បី XQ Group បើក្រុមហ៊ុនដួលរលំការខិតខំរបស់លោកនិងអ្នកនាងសឹងក៏អត់ប្រយោជន៍ដែរ มันពាក់ព័ន្ធនឹងនាងទេ តើ XQ Group មិនបានបង្កើតឡើងដោយសារអ្នកនាងសឹងទេ រឿងខ្លី 7-5 ដង មិនមែនសម្រាប់នាងទេគឺដើម្បីនាង ដើម្បីអី ខ្ញុំនិយាយថាមិនមែនដើម្បីគេទេនាងស្វឹងហើយ អូយប្រហែលហើយពេលដែលខ្ញុំស្វាងនិយាយម្ដងទៀតទេ ពេលដែលនាងស្វឹងខ្ញុំមិនអាចនិយាយស្អីទេតោះជឿទៅផ្ទះ ពេលស្វាងចឹងពិតជាល្អណាស់ តើស្វឹងមានអីល្អទៅ មានតែនៅក្នុង page ពិភពរឿងខ្លី 7-5 ដង វាដូចជាអ្វីដែលយើងបានធ្វើជាមួយគ្នាពីមុន មានតែនៅក្នុង page ពិភពរឿងខ្លី 7-5 ដង នាងនៅណាទៅចាំខ្ញុំជូនទៅផ្ទះ ផ្លូវនោះប្រហែលជាផ្លូវខាងនោះនៅទីនោះហើយនៅទីនោះ ដឹងខ្លួនហើយហ៎ មានតែនៅក្នុង page ពិភពរឿងខ្លី 7-5 ដង ញ៉ាំទឹកទៅវានឹងធ្វើឲ្យស្វាង អរគុណដែលលោកយកចិត្តទុកដាក់ កុំកំរាន លោកស្រីខ្ញុំដល់ផ្ទះហើយស្អែកជួបគ្នា មានតែនៅ ចាំខ្ញុំជូនទៅខាងលើ ពិភពរឿងខ្លី លោកស្រីខ្ញុំមិនអីទេ 7-5 ដង ខ្ញុំ តើនាងខ្លាចស្អីទៅខ្លាចកូនរបស់នាងឃើញមែនទេ មិនមែនទេមានរឿងមួយចំនួនដែលខ្ញុំមិនអាចប្រាប់លោកបាន រឿងមានមនុស្សផ្សេងដែលខ្ញុំមិនអាចមើលមែនទេ ខ្ញុំនាំស្ដារទៅគេងមុនហើយចាំខ្ញុំបន្តិច មានតែនៅក្នុង page ពិភពរឿងខ្លី 7-5 អញ្ចឹងស្ដារជាកូនរបស់នាងមែនទេ នេះអ្នកដែលកូនស្ដារហៅថាពូសង្ហាគឺជាលោកឯង ស្ដារគេបាននិយាយថាឆ្នាំនេះគេអាយុ5ឆ្នាំហើយ គេចាំខុសហើយគេទៅតែ4ឆ្នាំទេហើយរៀនថ្នាក់មកទេ ខ្ញុំកំពុងតែគិតឈួតស្អីហ្នឹងមិននឹកស្មានថាខ្ញុំគិតថាស្ដារជាកូនរបស់ខ្ញុំសោះ ស្ដារគេឆេចូលរៀនមកទេយឺត1ឆ្នាំ ស្ដារហើយនឹងខ្ញុំបានជួបគ្នាដំបូងនៅមន្ទីរពេទ្យគេបាននិយាយថាគេមកមន្ទីរពេទ្យញឹកញាប់ណាស់តើគេមានបញ្ហាស្អីដែរទៅ គេពេលនេះមិនអីទេគេប្រសើរច្រើនហើយ មានតែនៅក្នុង page ពិភព ខ្ញុំអាចឧបត្ថម្ភស្ដារបាន 7-5 ដង ចំណាយនៅក្នុងមន្ទីរពេទ្យសាលារៀននិងការរស់នៅរបស់គេពេញមួយជីវិតមិនបាច់ទេអរគុណសម្រាប់ការយកចិត្តទុកដាក់ខ្ញុំពេលនេះខំប្រឹងរៀនណាស់ដើម្បីធ្វើជាប៉ាល្អខ្ញុំមានជំនឿចិត្តអាចនឹងមើលថែស្ដារបានយ៉ាងល្អធ្វើជាប៉ាល្អមិនមែនជារឿងងាយស្រួលទេអាចមានដែរគិតពីរឿងហ្នឹងទេលោកពូកុំបារម្ភអីពេលនេះខ្ញុំមិនដូចពីមុនទេខ្ញុំចាស់ទុំហើយ នៅមិនទេប៉ាតិចណាស់ក
កំរំអីมันមានសញ្ញាអាក្រក់អីទេគេប្រហែលជាយល់សោះ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង មិនទៅទេថ្មីល្អមើលថែគេឲ្យបានល្អផងណាជំនួយកាលីនចាប់ពីស្អែកនេះទៅស៊ូជៀនមិនបាច់ចូលរួមសកម្មភាពសង្គមស្អីទេយ៉ាងណាឲ្យនាងត្រឡប់ទៅផ្ទះឲ្យទាន់ពេល មានតែនៅក្នុងเพจពិភព ការរៀបចំពិសេសអញ្ចឹងនៅក្នុងក្រុមហ៊ុនច្បាស់ជាមានការរីកគុណលោកធ្វើតាមយើងប្រាប់ទៅបានខ្ញុំយល់ហើយលោកប្រធានយើងត្រឡប់ទៅវិញឥឡូវនេះមែនទេយើងដើរទៅដោយខ្លួនឯងលោកប្រធានបើកឡានទៅវិញទៅ អ្នកមិនកាត់អីមែនទេ គឺជើងរបស់ខ្ញុំរមួលកពើហើយ សុំចាំទេ អេលែងឈឺហើយអរគុណនាងហើយណាដែលបានជួយ អ្នកមិនព្យាយាមទេអាចដើរបានតិចតិចទេ មានតែ អាចដើរបានអរគុណហើយណានាង អ អ ត់ រ អី គុណ 5 ដង អ្នកមិនចេញទៅណាចាំខ្ញុំជន់ទេ មិនអីទេមិញមកជួបកូនប្រុសនឹងណាខ្ញុំបានធ្វើអីឲ្យគេញ៉ាំនិងបានគួយទីនេះរក ខ្ញុំ ចាំ ការ ទេ របស់ខ្ញុំទៅសិនហើយណា ចាធ្វើល្អដោយមិនបញ្ជាក់ឈ្មោះនាងគេជាក្មេងល្អណាស់ ខ្ញុំមកហើយពេលនេះខ្ញុំរកគ្នាឲ្យបាន ជំនួយកាលីនលោកមកជាពេលហើយ ខ្ញុំសុំទោស ទៅយើងទៅរកហាន់លី លេខាស៊ូខ្ញុំមានការរវល់បន្តិចជួយយកឯកសារនេះទៅផ្ទះលោកសៅផងបន្តមកនេះអាចទៅផ្ទះបាន តែទៅតែមក3ហ្នឹង ការងាររបស់នាងចប់ហើយ ផ្ទះរបស់ហាន់លីហេតុអីដូចជាចម្លែកបែបនេះរស់នៅដូចជាមនុស្សជន មានតែនៅក្នុងเพจពិភពរឿងខ្លី លោកសាហេតុអីបានជាមិនបတ်ទ្វារ អោនាងក៏មករកគេដែរមែនទេនាងតូចនៅចាំខ្ញុំបានទេ អ្នកមីងហេតុអីបានជាអ្នកមីងនៅទីនេះ ខ្ញុំជាអ្នកនៅទីនេះតើនាងត្រូវជាអ្វីជាមួយហាន់លីអូគឺលោកសៅ ខ្ញុំជាជំនួយការគាត់មកយកឯកសារជូនកូន ពិតជាចៃដន្យមែន តែអ្នកមីងជាអ្នកសម្អាតនៅទីនេះហេ នឹងហើយ ដាក់បាល់ចូលក្នុងទឹកបន្តិចទេតែសម្អាតស្អាតល្អ នាងពិតជាធ្វើបានល្អណាស់ល្អគ្រប់យ៉ាងខ្ញុំសុំលេខ1តាបាត់ទេងាយស្រួលខ្ញុំតែសុំជំនួយពីនាង អ្នក មា មី ន ងហ តែ ៎ នៅក្នុងเพจពិភព មានតែ រឿង យើង ខ្លី ពីរអ្នកទេ 7-5 ដងវាដូចជាធំពេកទេដឹង មិនអីទេខ្ញុំចង់អរគុណនាងនៅពេលនេះ គឺថាអ្នកមីងកំងអាហារច្រើនណាស់យើងញ៉ាំមិនអស់ទេណា មិនអីទេបន្តិចទៀតមានគេមកជួយញ៉ាំហើយ អ្នកមីងចង់ណែនាំគាត់ឲ្យខ្ញុំស្គាល់មែនទេ ហេតុអីបានជានាងដឹង ខ្ញុំបានឆ្លងកាត់រឿងច្រើនណាស់តែខ្ញុំមិនដែលឃើញអ្វីបែបនេះពីមុនទេជាលើកទី1ហើយ ពិភពរឿង កូ ខ្លី នប្រុសរបស់ខ្ញុំ 7-5 គេ ដ បាន ង ជួបកន្លងមកសិតតែជាស្រីបោកប្រាស់ខុសពីនាងខ្ញុំចង់ឲ្យអ្នកទាំងពីរបានស្គាល់គ្នាសិនតើល្អដែរទេ លោកសាលោកសា ម៉ាក់មានប្រាប់ឯងឲ្យមកម្នាក់ឯងទេឯងពូកែធ្វើឲ្យគេសប្បាយខ្លាំងណាស់ ម៉ាក់ក៏សប្បាយខ្ញុំដែរមែនទេ អង្គុយទៅអ្នកមីងខ្ញុំខានឃើញអ្នកមីងយូរហើយហេតុអីក៏មិនខំមកលេងខ្ញុំថ្ងៃនេះយើងញ៉ាំអាហារជុំគ្រួសារទើបខ្ញុំមិនចង់ហៅឯង ហាន់លីហើយនឹងខ្ញុំរៀបការជាមួយគ្នាបន្តិចទៀតយើងខ្លាចជាម្ដាយនឹងកូនហើយហេតុអីបានជាមិនមែនគ្រួសារតែមួយវូឡាវគេសម្រេចចិត្តតែម្នាក់ឯងតែប៉ុណ្ណោះដើម្បីសុំនិងសាវដើម្បីប្រយោជន៍សុំហើយនឹងសាវមានចំណងជើងចិត្តដិតនឹងគ្នាហាន់លីកូនប្រុសរបស់យើងមិនចង់ឲ្យអាពាហ៍ពិពាហ៍គេគ្រាន់តែជាប្រតិបត្តិការនៃម៉ាស៊ីនគិតលុយទេអ្នកមីងតើអ្នកមីងចង់បានន័យយ៉ាងម៉េចបានន័យថាយើងមិនពេញចិត្តនឹងល្បិចរបស់នាងកុំគិតថាយើងមិនដឹងនាងអាចបន្លំភ្នែកគេបានប៉ុន្តែមិនមែនយើងអ្នកមីងគ្រាន់តែពាក្យចាស់អារ៉ាំកុំចឹងអីបានទេពាក្យចាស់អារ៉ាំអី មានដឹងថាយ៉ាងម៉េចទេ ថ្ងៃនេះយើងសូមបញ្ជាក់ឲ្យបានច្បាស់ទៅចុះអាពាហ៍ពិពាហ៍របស់ហាន់លីខ្ញុំជាអ្នកសម្រេចបើនាងចង់ឆ្លាស់ម្ដងទៀតយើងមិនសមរម្យជាមួយនាងទេបើអញ្ចឹងអ្នកខាស៊ូតើជាអ្នកណាដែរទេតើមកក្នុងឋានៈជាអ្វីដែរយើងជើញយើងមកដោយសារនាងជួយយើងជួយហីបើអញ្ចឹងអ្នកមីងប្រុងប្រយ័ត្នផងណាមនុស្សខ្លះគេផឹកទាំងសម្លឹងកាក់តែប៉ុណ្ណោះមីងទឹកតែបានជួបនាងមិនចម្លែកទេដែលមីងមិនដឹងប៉ុន្តែពួកយើងដឹងច្រើនណាស់ពីលេខាស៊ូម្នាក់នេះពិតជាមានឈ្មោះស្មោះត្រង់ហើយចិត្តល្អចំពោះគេប៉ុន្តែកាលពីនៅក្មេងនាងសប្បាយរហូតហួសហេតុទើបបានជាមានកូនពិតដែរទេតើពិតដែរទេ
គ្រួសារមានតែម្ដាយពិតជាមិនស្រួលទេពេលយើងនៅក្មេងវាមិនចម្លែកទេដែលមានមនុស្សប្រុសជួបនាងគេគួរឲ្យស្រឡាញ់ណាស់ខ្ញុំសូមស្គាល់ចង់ឲ្យគេមកញ៉ាំបាយនៅផ្ទះខ្ញុំម្ដងមើលទៅគេដូចជាហាន់លីនៅពីតូចខ្លាំងណាស់ ស្តាគួរឲ្យស្រឡាញ់ខ្លាំង តែ ណាស់ នៅក្នុងเพจ បើចឹងពីមុនពួកឯងធ្លាប់ស្គាល់គ្នាមែនទេហាន់លីមិនដែលចូលចិត្តក្មេងទេប៉ុន្តែពេលនេះដូចជាប្លែកស្ទាយអ្នកខាស៊ូនៅក្រុមហ៊ុនរញ៉េរញ៉ៃណាស់នាងជាមនុស្សស្រីធ្លាប់ជាប្រពន្ធគេនៅរងចាំចាប់ភ្នំទីនមនុស្សស្រីដើម្បីតរយៈភាពការងារនៅគ្រួសារនាងមានភាពពិបាកគ្រប់គ្រាន់ហើយត្រូវប្រឈមមុខនឹងការនិយាយស្ដីបែបនេះជួបមនុស្សដូចជានាងនេះសុងអ៊ីងកុំមកធ្វើជាមនុស្សគ្មានការអប់រំសុជីននាងពូកែរឿងនឹងខ្លាំងណាស់សូម្បីតែអ្នកមីងក៏ជានាងខ្លាំងដែរហើយចុះកម្រិតបន្តទៀតរបស់នាងដើម្បីតែកម្រិតបន្ទាន់នាងចុះគូនដល់របស់ជើងអ្នកនាងសឹងឈប់និយាយពីបន្តិចទាំងអស់នេះទេ មានតែនៅ នាងមិនឃើញក្តារមឈូសមិនស្រាប់តែភ្នែកមែន 7-5 ដង មកលេចច្បាស់ទៅស៊ូជីននាងឃ្លានខ្លាំងណាស់ចង់លេងហ្គេមនេះដល់ពេលណាទៀតរំភើបណាស់តែមែនទេ នាងចង់រៀនជាមួយខ្ញុំហ៎បើអញ្ចឹងរកបន្ទប់មួយទៅដើម្បីស្រួលនិយាយគ្នា ប្រាប់នាងទៅចុះនាងគួរតែបោះស្រាយសាវហាន់ជេជាបងប្រុសរបស់ហាន់លីគាត់ជាប៉ារបស់សាវជីននៅកណ្ដាលខ្ញុំអ្នកទាំងពីរផឹកស្រាជាមួយគ្នាដើម្បីនិយាយការងារមែនទេនេះតើមានរឿងអ្វីដែរទៅ មានតែនៅក្នុងเพจ មានចង់បាននៅក្នុងដៃទាំងអស់មែនទេ 5 ដង ចង់តេស្តរសជាតិគ្រួសារទាំងអស់តើមួយណាមានតម្លៃជាង អ្នកនាងសឹងមនុស្សដែលមានចិត្តមិនល្អឃើញគ្រប់យ៉ាងសត្វតែអាក្រក់គ្រាន់តែជាហ្គេមផឹកធម្មតានឹងនឹងមកខ្លាចចេតនាស្រាប់ស្រាលខ្ញុំជឿថាអ្នកនាងសឹងក៏ធ្វើនៅកន្លែងឯកជនដែរ មនុស្សអាក្រក់ អ្នកនាងចូលកាន់តែជ្រៅដើម្បីប្រមូលព័ត៌មានខ្ញុំសុំសួរមួយតើវីដេអូនេះបានមកពីណាតាមដានខ្ញុំមែនទេឬក៏បានចូលរួមជាមួយលោកស៊ូហានដែរលោកសាហានជេ នាងនិយាយស្អី ខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញស៊ូហានហេតុអីបានជាគេយកធនធានក្រុមហ៊ុនបានស្រួលយ៉ាងនេះខ្ញុំតែសង្ស័យថាច្បាស់ជាមានអង្គក្នុងសាច់មិននឹកស្មានថាអ្នកនាងចេញមកមកដោយខ្លួនឯងលឿនយ៉ាងនេះសោះ เพจពិភពរឿងខ្លី ហាន់លី 7-5 កុំស្ដាប់នាងអីណានាងគ្រាន់តែចង់បំបីបំបាក់ពើជើង នាងខ្សោយណាស់ខ្ញុំគិតថាខ្ញុំនិយាយត្រូវ ហាន់លីហេតុអីក៏កាប់ពីនាង ឲ្យខ្ញុំជួបខ្លួនឯង អញខ្លះហាន់ណាស់លបងគូដណ្ដឹងរបស់យើងនៅនឹងមុខជើង សុងអ៊ីងយើងបានប្រាប់នាងហើយស្គាល់ខ្លួនឯងជាអ្នកណាផងទៅធ្វើអីដែលមិនចេះគិត នាង អ្នកនាងសុងបាននាងហ៊ានធ្វើបាបស៊ូជីនខ្ញុំក៏មិនទុកមុខឲ្យនាងទៀតដែរ មានតែនៅ ហេតុអីបានជាគ្រប់គ្នាកាពីស្អីចម្លែកម្នាក់នេះ យើងប្រាប់ឲ្យចេញទៅ ថាម៉េច ឯងធំហើយបានជាថ្លឹងធំហ៊ានវាយពូឯងបើសិនជាហ៊ានធ្វើបែបនេះដាក់ស៊ូជីនទៀតលើកក្រោយមិនត្រឹមតែដល់ទេប៉ារបស់ខ្ញុំជាមនុស្សប្រភេទណាពូស្គាល់គាត់ច្បាស់ជាខ្ញុំទៅទៀតហេតុអីបានជាឲ្យនាងទៅក្នុងឱកាសដែលគួរឲ្យខ្មាស់បែបនេះ មានតែ ហេតុអីក៏ធ្វើបែបនេះ ពិភពរឿងខ្លី7-5 ដង ហាន់លីឯងធ្វើឲ្យមកអសង្ឃឹមណាស់ លោកពូខ្ញុំចង់និយាយជាមួយនិយាយនៅខាងក្រៅទៅកុំអារម្មណ៍អីខ្ញុំមិនធ្វើអញ្ចឹងទៀតទេពូហើយនៅសូជីនជាមិត្តរួមថ្នាក់មែនទេឯងនៅមិនទាន់ដឹងទៀតទេយើងជាសង្សារចាស់ស្រឡាញ់នាងពូភ្ជាប់ពីហើយនេះចង់ឲ្យនាងនៅចន្លោះរវាងពូហើយនឹងសុំអ៊ីងមែនទេ 5 ដង យើងគ្មានអីពាក់ព័ន្ធទៀតទេតាំងពីពេលណាទៅអញ្ចឹងខ្ញុំសុំមួយដោះលែងនាងទៅឯងនិយាយមកកាន់យើងក្នុងនាមជាមិត្តប្រុសរបស់នាងមែនទេខ្ញុំនឹងសុំចូលដណ្ដឹងនាងហើយខ្ញុំនឹងរៀបការជាមួយគ្នាផ្ដល់សុភមង្គលឲ្យនាងកុំឲ្យយើងគិតថាឯងនឹងបោះបង់នាងចោលពេលណាមួយកុំបារម្ភមិនអាចទេនឹងគ្មានឱកាសបែបនេះទេ ជាងគ្រាន់តែចង់ញ៉ាំបាយឲ្យឆ្ងាញ់មួយពេលមិនក៏មានរឿងបែបនេះ 7-5 ដោយ ដ សារតែមានការជឿច្រឡំលេខាស៊ូឲ្យខ្ញុំសុំទោសអីលេខាស៊ូលើកខ្ញុំនិយាយទីលើហើយ តែខ្ញុំមិនទទួលទេ បានន័យថាម៉េច ខ្ញុំទទួលតែភាពស្មោះត្រង់ប៉ុណ្ណាគឺសុំតើដៃចេញពីចិត្តនេះគឺជាអ្វីដែលត្រូវសុំតើដើម្បីលុបលាងកំហុសរបស់យើងខ្ញុំមិនទទួលទេ លើយាយខ្ញុំយកសុជីនទៅផ្ទះមុនហើយ ខ្ញុំលាហើយអ្នកមីង តោះទៅ ស៊ូជីននេះទូរស័ព្ទរបស់ឯង
ហើយចាខ្ញុំធ្វើឲ្យធ្លាក់ចូលទឹកសុបបាត់ហើយវាប្រហែលជាខូចហើយព័ត៌មានក្នុងហ្នឹងប្រហែលជាលុបអស់ហើយដែរណោះ សុជីនសាវហាន់លីធ្វើបែបនេះដាក់នេះម្ដងហើយម្ដងទៀតហេតុអីក៏មិនប្រាប់ខ្ញុំឲ្យដឹង មិនអីទេព្រោះជាការងារ កំដរគេផឹកបែបនេះមិនមែនលក្ខណៈការងារទេសុជីនខ្ញុំមិនចង់ឲ្យនាងរងទុក្ខឡើយ ក្នុងเพจពិភពរឿងខ្លី មន្ទីរពេទ្យក៏ត្រូវការផ្នែករដ្ឋបាលដែរប្រាក់ខែក៏ល្អទៀតបើសិនជានាងមិនចូលចិត្តខ្ញុំអាចរកការងារផ្សេងឲ្យនាងធ្វើបាន សាយីនអរគុណសម្រាប់សម្ដានចិត្តល្អរបស់លោកតែពេលនេះខ្ញុំមិនទាន់ចង់ឈប់ទេ ដោយសារតែសាវហាន់លីមែនទេរឿងអ្នកទាំងពីរខ្ញុំដឹងអស់ហើយ មិនមែនដោយសារគេទេ គឺនាងខ្វល់ពីគាត់ត្រូវអត់ទោះបីជាគាត់រៀបការក៏ដោយនាងមិនអាចដកខ្លួនចេញពីគេទេ សាយីនគ្មានអ្នកណាចាំមនុស្សដែលគេស្រឡាញ់កាន់នៅ18ឆ្នាំ មា ទេ នតែនៅក្នុងเพจ តែនេះគឺជារឿងអតីតកាល 7 រឿងកន្លងហួសទៅហើយហេតុអីក៏នាងមិនមើលមកខ្ញុំមិនធ្វើឲ្យនាងយំទេ សាយីនខ្ញុំសុំទោសខ្ញុំមិនមានតម្លៃឲ្យលោកចាំទេ កុំសុំទោសអីនាងដឹងទេដោយសារតែខ្ញុំនាងមិនបាច់សុំទោសខ្ញុំទេ លោកគួរតែទៅរកមនុស្សល្អជាងនេះកុំចំណាយពេលអត់ប្រយោជន៍ជាមួយខ្ញុំអី សុជីនខ្ញុំនឹងរងចាំនាងរហូតតើតើនាងបំភ្លេចអតីតកាលនាងនឹងព្រមទទួលយកខ្ញុំ ចាប់ហើយហេតុអីបានជាលោកប៉ូននៅតែតាមមករបស់ខ្ញុំទៀតខ្ញុំត្រូវតែប្រាប់លោកប៉ូសង្ហាតាន់ពេល មានតែនៅក្នុងเพจពិភពរឿងខ្លី7 តែលោកប៉ូតែលោកប៉ូតំណែងឬអត់នឹងហើយទទួលទូរស័ព្ទខ្ញុំផងបានទេ អូបានទៅលើកមុនម្ដងហើយភ្លេចហើយមែនទេ លើកមុនលោកប៉ូប្រញាប់ទៅពេកលើកនេះលោកប៉ូត្រូវតែមកជាមួយខ្ញុំណា ក្មួយពូកែចរចាណាស់ពេលនេះម៉ាក់អត់លេងជាមួយក្មួយទេអី ម៉ាក់របស់ខ្ញុំគាត់មានការរវល់មិនតំណែងនោះទេចុងសប្តាហ៍នេះជាខុសកំណត់របស់ខ្ញុំលោកប៉ូត្រូវតែមក ក្មួយស្ដា លោកប៉ូមកជា10នាទីហើយណាអញ្ចឹងត្រូវតែថែមមក ពូទៅទិញកាដូយកមកឲ្យក្មួយ អរគុណលោកប៉ូ បានហើយឈប់ធ្វើពុតទេម៉ាក់ក្មួយនៅទីនេះទេ លោកប៉ូក៏ជាប្រកែកណាស់គឺខ្ញុំចង់សប្បាយប៉ូនឹងណា មានតែនៅក្នុងเพจពិភពរឿងខ្លី7 ដង លោកសាមកមានកែអីដែរ អ្នកទាំងពីរស្គាល់គ្នាមែនទេ ម៉ាក់ក្មួយហើយនឹងពូបានស្គាល់គ្នានឹងណា មកហើយនឹងលោកពូធ្លាប់រៀននៅមហាវិទ្យាល័យជាមួយគ្នាពេលនេះក៏ធ្វើការជាមួយគ្នាដែរ នេះជាព្រៃវាសនា ជាថ្ងៃខួបកំណត់ក្មួយពូមិនបានទិញនំខេកទេ សុំទោសផងនិយាយបន្តិចហើយព្រោះតែស្ទះចរាចរណ៍ មកទៅនេះធ្វើអីដែរ ដោយសារថ្ងៃនេះជាថ្ងៃខួបកំណត់របស់ស្តាម៉ាក់របស់ក្មួយបានរៀបចំសប្រាយឲ្យក្មួយនឹងណា បងសឹងទេ មានតែនៅក្នុងเพจពិភពរឿងខ្លី7 ដង សម្រាប់អ្នកម៉ាក់បាននៅជាមួយលោកប៉ូសង្ហា មិនបាច់សុំទោសឲ្យម៉ាក់ទេណាសូមដើម្បីតែខ្លួនឯងទៅបានហើយ មិនបាច់និយាយចេញក្រៅទេគ្រាន់តែនិយាយក្នុងចិត្តទេ បើថ្ងៃណាមួយស្ដាប់មិននៅខ្ញុំសូមឲ្យម៉ាក់ឆាប់ភ្លេចខ្ញុំហើយរស់នៅសប្បាយចិត្តជារៀងរហូតណារួចហើយ រីករាយថ្ងៃកំណើត រីករាយថ្ងៃកំណត់ เพจពិភពរឿងខ្លី7 កាដូរបស់ស្តា នេះជារបស់ក្មួយចូលចិត្តទេដុកទ័រសាវក៏ញ៉ាំអាហារអត់ប្រយោជន៍នេះដែរយូរញ៉ាំម្ដងទេវាអាចធ្វើឲ្យយើងមានអារម្មណ៍ល្អបាន ទាំងអស់នេះសុទ្ធតែជារបស់ស្ដាប់ចូលចិត្តលោកប៉ូញ៉ាំតែ លោកពូមិនដែរញ៉ាំវាទេបើមិនចូលចិត្តអញ្ចឹងមិនបាច់ចាំបង្ខំនោះទេណានេះសុទ្ធតែជារបស់ដែលយើងចូលចិត្តនាងញ៉ាំទេសាញ់ញ៉ាំក៏បានដែរក្រែលោកពូមិនចូលចិត្តញ៉ាំរបស់ហើយអ្នកណាថាខ្ញុំកាពះមិនល្អឆ្ងាញ់ណាស់ មានតែនៅក្នុងเพจពិភពរឿងខ្លី7 ដង ដុកទ័រសាវនិងលោកប៉ូសង្ហាម្នាក់នោះកំពុងប្រកួតគ្នាមែនទេខ្ញុំអត់ចូលចិត្តទេស្ដាប់មិនមែនជារកក្មេងទេណា កាពេលលោកមិនសូវល្អទេខ្ញុំបានធ្វើបបោឲ្យ អ្នកណាថាខ្ញុំកាពះមិនល្អមិនអីទេ មុននេះទៅញ៉ាំរបស់ហាល់ មិនអីទេ មានតែនៅក្នុង អត់ เพ ទេ จពិភពរឿងខ្លី7 ដង បន្តិចទៀតបានញ៉ាំ អញ្ចឹងខ្ញុំក៏ទៅយកឲ្យសាយយិនដែរបើចង់ញ៉ាំពេលក្រោយប្រាប់ខ្ញុំមកណា អេញ៉ាំក៏បាន ប្រយ័ត្នក្តៅវាក្តៅណាស់ មិនក្តៅទេសុំអាចារ្យទៀតមកសុំអាចារ្យទៀត
មានតែនៅក្នុង page ពិភពរឿងខ្លី7 5ដង អាចធ្វើស្អីហ្នឹងកាត់បន្ថយកម្ដៅពូមិនដឹងទេ ភ្លេចថាមានដុកទ័រនៅទីនេះ តើខ្ញុំរំខានមែនទេឬក៏គ្រាន់តែសម្ដែងអាចទៅខ្វល់ស្អីទៅសេជិនយកស្តាទៅលេងមុនទៅខ្ញុំមានការបន្ទិញ នៅក្នុង page ពិភពរឿងខ្លី7 5ដង ម៉ាក់ស្រឡាញ់តែស្ដាមួយកូនកូនស្ដាម៉ាក់ដឹងថាកូនចង់រស់នៅជាមួយពូសង្ហាតែកូនក៏បង្កបញ្ហាទៀតអីប៉ុន្តែណាម៉ាក់កូនគ្រាន់តែចង់ឲ្យម៉ាក់សប្បាយចិត្តតែដែលម៉ាក់និងលោកពូសង្ហានៅជាមួយគ្នាមកតែសប្បាយចិត្តណាស់តែដែលម៉ាក់នៅជាមួយស្ដាក៏ដូចគ្នាដែរពូសង្ហារៀបការរួចហើយម៉ាក់មិនចង់រំខានគេទេពិភពរបស់មនុស្សចាស់ស្មុគស្មាញណាស់ប៉ុន្តែរបៀបដែលលោកពូសង្ហាមកកាន់ម៉ាក់វាមិនដូចគ្នា មានតែនៅក្នុង page ពិភពរឿងខ្លី7 ចាំ 5ដ ជួយ ង ខ្ញុំមួយទៀតថាបានដែរទេនិយាយទេកូនចង់ថតរូបជុំគ្នាជាមួយលោកពូសង្ហាអត់ទេវាមិនមែនឱកាសល្អឡើយអត់ទេកូនចង់ថតសិនកុំគិតថាម៉ាក់មិនដឹងល្បិចកូនឲ្យសោះណាកូនចង់ធ្វើឲ្យក៏ម៉ាក់ដឹងដែរ ទូពូស្គាល់សេជិនមុនខ្ញុំតែពេលនេះខ្ញុំមានពេលច្រើនណាស់ដើម្បីស្គាល់នាងបន្ថែមទៀតដើម្បីតែស្ដានាងមានរឿងលាក់ច្រើនណាស់នាងមិនដូចកាលពី6ឆ្នាំមុនឡើយមនុស្សមិននៅដដែលទេគ្រប់គ្នាតែងតែមានអតីតកាល មានតែនៅក្នុង page ពិភព តា រឿងខ្លី លេខបាត់ពូនជាមួយពូដែរទេអោះ សាហាលីលោកពូសាកាត់អីដែរទេសុខភាពកូនមកតែខ្សោយខ្លាំងណាស់កូនកុំបារម្ភអីសាយិនតើសាហាលីយ៉ាងមិនដែរ ខ្ញុំទៅតែសួរប្រធានផ្នែកអសន្នគាត់ចេញឈាមតាមកាពះ គាត់ជាកាពេតាំងពីនៅរៀនសាកលវិទ្យាល័យឥឡូវគាត់នៅយប់ដើរលេងសិផឹកទៀត កុំបារម្ភអីគ្មានអីធំដុំទេ តើលោកគ្រូពេទ្យគាត់និយាយយ៉ាងម៉េចដែរមានការតមអាហារអីដែរទេ គ្រូសាស្ត្រមានអ្នកមើលថែផ្នែកនេះហើយពួកគាត់មើលថែបានល្អណាស់នាងមិនបាច់បារម្ភច្រើនពេកទេណាមានជំងឺឈាមកាពះនៅក្នុងមន្ទីរពេទ្យទៅហើយហេតុអីក៏ឯងនៅចុចកុំព្យូទ័រទៀតឯនេះរឹងមាំហូរនៅ office មានរឿងច្រើនពេកអត់មានអ្នកណាអាចមើលការបានទេហាន់លីមួយរយៈនេះឯងខំប្រឹងធ្វើការណាដើម្បីខ្លួនឯងមែនទេឬក៏ដើម្បីស្រីដែលឯងឃើញលើកមុនកុំនិយាយអត់បានការខ្ញុំអត់បាននិយាយអីទេតែខ្ញុំក៏មិនសារភាពដែរដោយសារបងប្រុសរបស់ខ្ញុំគឺគាត់មានការពាក់ព័ន្ធជាមួយនឹងប្រធានប្រតិបត្តិខ្ញុំមិនឲ្យគាត់ធ្វើតាមចិត្តទេ 5ដង អញ្ចឹងខ្ញុំជួយឯងតែសន្យារឿងមួយឯងមើលថែសុខភាពសិនទៅទើបអាចទប់ទល់ជាមួយបងប្រុសឯងបានបើសុខភាពមិនល្អធ្វើមិនកើតទៅ ក្រអូបបែបនេះ យល់ហើយបើអញ្ចឹងឯងទៅផ្ទះវិញទៅបើឯងត្រូវការអីខលមកណាសុជីនមកទីនេះធ្វើអី មានតែនៅក្នុង page ពិភព ខ្ញុំជាលេខារបស់លោកស្រី 5ដង ហេតុអីក៏នាងមកទីនេះទៀតហើយហាន់លីច្បាស់ជាឈួតមិនខាននោះទេសុជីនអ្នកទាំងពីរនៅឆ្ងាយពីគ្នាបានទេ វាគឺជារឿងអតីតកាលពេលនេះខ្ញុំគ្រាន់តែជាលេខាគាត់ប៉ុណ្ណោះ គេរវល់គេមានជំងឺឈាមកាពះគេនៅតែធ្វើការទៀត2ឆ្នាំមុនគេវឹកហាត់ខ្លួនឯងធ្វើជាមនុស្សចិត្តរឹងរយៈពេល6ឆ្នាំគេបង្កើតបាន EQ គ្រប់នេះគេចង់ធ្វើជាមនុស្សម្នាក់ដែលខ្លាំងកុំឲ្យមានអ្នកបោះបង់គេទៀត កុំឲ្យមានអ្នកបោកបង់ទៀតតើបានន័យថាយ៉ាងម៉េចទេ ពីព្រោះគេកើតជាកូនប្រពន្ធចុងគេត្រូវបានបងប្រុសធ្វើបាបគេគឺជាម្នាក់ដែលត្រូវគ្រប់គ្រងគ្រប់យ៉ាងគាត់បានបដិសេធនិងត្រឡប់មកវិញគេបានបង្រាត់គាត់ចេញប៊ីសនឹងស្លាប់នៅខាងក្រៅ គាត់មិនដែលប្រាប់ខ្ញុំទេអ្វីដែលខ្ញុំដឹងគឺគាត់ធំធាត់ឡើងក្នុងម្ដងកម្មាកំព្រី ហេតុអីក៏គេត្រូវប្រាប់នាងគ្រួសារបោះបង់ចោលបន្ទាប់មកនាងទៀតគេធ្លាប់បាត់ទៅហើយគេក្រំគ្រាក្នុងចិត្ត ខ្ញុំមិនបានបោកបង់គាត់ទេ គេខំក្រោកឡើងម្នាក់ឯងដើម្បីបំភ្លេចអ្វីដែលអ្នកទាំងអស់គ្នាធ្វើទៅកាន់គេមិនជ្រើសរើសគ្រួសារស្នេហាក៏ដូចគ្នា ហាន់លីអូនគ្មានបំណងធ្វើឲ្យបងឈឺចាប់ទេអូនគ្រាន់តែធ្វើរឿងដែលត្រឹមត្រូវ បាទនាងកាន់តែចូលចិត្តគេវាធ្វើឲ្យគេពិបាកបំភ្លេចអតីតកាលបាទនាងចង់ឲ្យគេល្អនៅឲ្យឆ្ងាយពីគេទៅ ហាន់លីវត្តមានរបស់អូន មានតែនៅក្នុង page ពិភពរឿងខ្លី7 5ដង សុជីន ខ្ញុំចាំបានសឹកមកឲ្យលោក មានអីចង់និយាយមែនទេ លោកស្រីគេខ្ញុំ
ខ្ញុំចង់លាឈប់ ហេតុផល ខ្ញុំចង់ចំណាយពេលច្រើនជាមួយស្ដាធ្វើការពេលនេះមិនងាយស្រួលទេ មិនងាយស្រួលទេនាងខ្លាចសាវជិនគេប្រកាន់មែនទេ អត់មានអី មានតែ តែប៉ុនមិនសាយយន្តទេ រឿងខ្លី នាងមិនចង់មានកម្រងនៅជាមួយគេទេគេនឹងមើលថែគ្រប់យ៉ាងដើម្បីនាងហើយនឹងស្ដា ត្រូវហើយគាត់ល្អនឹងស្ដាយណាស់គាត់ក៏ល្អនឹងខ្ញុំដែរ ខ្ញុំយល់ព្រមការលាឈប់របស់ មាន នាង តែនៅក្នុងเพจពិភពរឿងខ្លី សូមឲ្យនាងនឹងសាវជិនសំណាងល្អ គាត់មានការអីលោកពូសង្ហាគាត់នៅមន្ទីរពេទ្យម្នាក់ឯងមិនទេម៉ា មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង បានហើយ លោកពូបានធ្វើជាគ្មានល្អដែរទេ ហេតុអីបានជាឯងមកទីនេះ ខ្ញុំខ្លាចថាលោកពូឯកោនឹងណា ក្មេងល្អ តែដល់ខ្ញុំនៅមន្ទីរពេទ្យគឺខ្ញុំតែងតែមានម៉ាក់នៅក្បែរហើយចូលគ្រួសារលោកពូវិញ ពួកគាត់រវល់អស់ហើយពួកមិនអីទេ កុំបារម្ភអីថ្ងៃនេះខ្ញុំនឹងនៅជាមួយលោកពូខ្ញុំបានឈឺយូរណាស់ហើយដឹងទេខ្ញុំអាច មានតែនៅក្នុងเพจ អានបានដែរមែនទេ 7-5 ដង យើងនៅឆ្ងាយពីគ្នាប្រភេទឈាមលោកពូដូចគ្នាជាមួយនឹងខ្ញុំម្ល៉េះ ថាម៉េច ប្រភេទ A HR ឈាមអវិជ្ជមានពេលដែលខ្ញុំធ្លាប់ឈឺពីមុនខ្ញុំត្រូវបញ្ចូលឈាមពីកន្លែងផ្ទៃគ្នាពីព្រោះឈាមប្រភេទនេះគឺកម្រ ក្មួយមានឈាមប្រភេទ A RH ឈាមអវិជ្ជមានណាក្មួយមានឈាមប្រភេទ A RH ឈាមអវិជ្ជមានណាលោកពូក៏ RH ឈាមអវិជ្ជមានអាចដែរទេពួកគេទាំងពីរនាក់មានឈាមប្រភេទដូចគ្នា ហើយលោកពូម៉ាក់ខ្ញុំថាជាដំណើ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង ខ្ញុំក៏មិនដឹងប្រភេទឈាមរបស់គាត់ជាអ្វីដែរ ស្ដាតើម៉ាក់មានដែរប្រាប់ក្មួយដែរទេអំពីប៉ារបស់ក្មួយមិនដែរទេតើស្ដាអាចជាកូនរបស់ខ្ញុំដែរទេមាត់ស្រីម្នាក់នេះតើពាក្យណានិយាយពិតពាក្យណាដែលនិយាយមិនពិត លោកពូយើងនៅឆ្ងាយពីគ្នាប្រភេទឈាមលោកពូក៏នៅជាមួយនឹងខ្ញុំដែរណា ស្ដាថាគេអាយុ5ឆ្នាំ គេចង់ចាំខុសហើយពេលនេះតែ4ឆ្នាំទេគេកំពុងរៀនថ្នាក់មកទេ លោកសាននេះគឺជារបាយការណ៍ DNA មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង សុជីនហេតុអីក៏កុហកខ្ញុំទៀតហើយខតមេតាវីខ្ញុំចង់បានស្ដាត្រឡប់មកវិញបានខ្ញុំយល់ហើយ លោកសាហេតុអីបានច្រឡំមកមន្ទីរពេទ្យទៀតហើយ ស្ដាជាកូនរបស់ខ្ញុំមែនទេ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង នេះនាងនៅលាក់ទៀតហ៎ នេះកូនរបស់យើងនាងលាក់6ឆ្នាំហើយសុជីនយើងនឹងឲ្យនាងសងមកវិញសុជីនយើងនឹងឲ្យនាងសងមកវិញ ហាលីខ្ញុំសុំទោសជាកំហុសខ្ញុំសូមលោកកុំយកក្មេងចេញពីខ្ញុំអីណាខ្ញុំមានតែគេម្នាក់គត់ខ្ញុំមានតែគេម្នាក់ទេ នាងពពោះ6ឆ្នាំមុនហើយមានសហ័យស្មន់ជាមួយនឹងប្រុសផ្សេងទៀតពេលនេះបែរជាធ្វើពុតធ្វើជាម៉ាល្អសុជីនខ្ញុំបានឃើញពុតត្បិតនាងគ្រប់គ្រាន់ហើយ ក្នុងเพจពិភព នាងមិនសាកសមជាម្ដាយរបស់ស្ដាទេ ខ្ញុំសូមបលលោកចង់បានអីក៏បានដែរតែសូមកុំយកស្ដាចេញពីខ្ញុំអីណាបានទេ នាងអាចឲ្យស្អីគេបានទេគេឈឺរស់នៅក្នុងបន្ទប់ដែលថោកហើយព្យាបាលនៅក្នុងមន្ទីរពេទ្យអន់បើនាងនៅតែអញ្ចឹងទៀតនាងនឹងធ្វើឲ្យគេស្លាប់បានពីពេលនេះតទៅនាងមិនចាំបាច់ខ្វល់ទាំងអស់ពីស្ដានាងមិនចាំបាច់ពាក់ព័ន្ធដែរព្យាបាលការអប់រំជីវិតគេយើងនឹងឲ្យគេល្អបំផុតយើងប៉ះបើសងគេដែលគេមិនមាន6ឆ្នាំមុនយើងនឹងធ្វើវា ស្ដាម្ដាយរស់នៅគ្មានម្ដាយទេ មានតែនៅក្នុងเพจពិភពរឿងខ្លី សងអញបានបញ្ចប់ពីសាលាដែលល្បីល្បាញគេមកពីគ្រួសារអ្នកមានស្ដាអាចនឹងមានម្ដាយដែលល្អប្រសើរបាន លោកនឹងរៀបការក្នុងពេលឆាប់ៗនេះលោកនឹងមានកូនរបស់លោកមានអីពាក់ព័ន្ធជាមួយស្ដាទេ យើងនឹងមើលថែគេសុជីនបានហើយនាងមិនបាច់មកពាក់ព័ន្ធទេ
ជីវិតល្អម៉ាក់មិនចង់ឲ្យកូនតែទេតែម៉ាក់ក៏មិនចង់ឃើញកូនរងទុក្ខវេទនាជាមួយម៉ាក់ដែរ ក្មួយស្ដាពូមានរឿងចង់ប្រាប់ក្មួយពូគឺជាប៉ារបស់ក្មួយ លោកពូសង្ហាទីបំផាត់ពូសម្ដេចចិនហើយ តែនៅក្នុងពេទ្យពិភពរឿងខ្លី7 5ដង មួយក៏ស្ដាយចិត្តស្លាប់បានជាពូធ្វើឲ្យខ្ញុំសប្បាយចិត្តជាការកុហកតែមែនទេ កុំនិយាយអត់បានការអីកូនមិនអីទេកូននៅមានសុខភាពល្អនិងធំឡើងដោយសប្បាយ យើងជាគ្រួសារនិងសមាជិក3នាក់ហើយយើងអាចនៅជាមួយគ្នារហូត ចុះបើអត់មានម៉ាក់មានតែប៉ាតើអាចដែរទេមិននេះចុះនេះគឺជារបស់ដែលឯងចូលចិត្តណាកូនស្ដាអនាគតរបស់កូននឹងល្អប្រសើរ មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 5ដង កូនសម្លាញ់ពេលនេះកូនច្បាស់ជាមានការព្យាបាលបានយ៉ាងល្អតែមិនថាពិបាកប៉ុណ្ណាទេម៉ាក់នឹងរកវិធីយកកូនត្រឡប់មកវិញ កូនស្ដាហេតុអីក៏កូនមកទីនេះកូនមិននៅជាមួយលោកប៉ាទេអី បើខ្ញុំទៅទីនោះកូនមិនបាននៅជាមួយម៉ាក់ទេ ម៉ាក់មិនអីនោះទេស្ដាជាក្មេងល្អម៉ាក់សន្យាជាមួយកូន ក្នុងពេ ម៉ាក់ ទ្យ នឹងតែលេងកូននៅចុងសប្តាហ៍ 7 5ដង បន្តិចទៀតកូនទៅធ្លាប់ទី ខ្ញុំដឹងថាម៉ាក់ខំប្រឹងធ្វើការដើម្បីព្យាបាលដល់ខ្ញុំម៉ាក់ខំប្រឹងខ្លាំងណាស់ម៉ាក់ខំសន្សំលុយទិញអ្វីដែលកូនចង់បានហើយម៉ាក់មិនដែលគិតពីខ្លួនឯងទេយាយគាត់បានស្លាប់យូរទៅហើយលោកតាដឹងតែពីលេងល្បែងគាត់បានចាញ់លុយអស់ហើយសំវល់អ្នកម៉ាក់ពេលនេះមានតែកូនទេណាខ្ញុំចង់បានលោកប៉ាបើមានលោកប៉ាម៉ាក់នឹងសប្បាយចិត្ត ស្ដាឲ្យម៉ាក់សុំទោសជាកំហុសរបស់ម៉ាក់សុំទោសម៉ាក់មិនបោះបង់ចោលកូនទេចាប់ពីពេលនេះមិនថាមានរឿងអីទេម៉ាក់នឹងនៅជាមួយកូនអូខេ មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 5ដង សុជីនលោកតារបស់ខ្ញុំគឺជាប៉ារបស់ពូហាន់លីនាងទៅជាមួយខ្ញុំសៅហាន់លីមិនអាចធ្វើឲ្យនាងបានទៀតទេ តើលោកធ្វើអីហ្នឹង គឺខ្ញុំកំពុងតែសារភាពស្ដាត្រូវការប៉ាខ្ញុំមិនប្រកាន់ទេទោះបីជាប៉ារបស់ស្ដាជាអ្នកណាក៏ដោយខ្ញុំនឹងមើលថែនាងយើងអាចមើលថែស្ដាជាមួយគ្នា ខ្ញុំមិនអាចរៀបការក្នុងហេតុផលទាំងអស់នេះបានទេ សុជីនរៀបការคล้ายៗក៏បានដែរទោះបីជាខ្ញុំឈប់ធ្វើការនៅមន្ទីរពេទ្យក៏បានខ្ញុំនឹងត្រឡប់ទៅក្រុមហ៊ុនសាងឡើងតុលាការនឹងមានឱកាសល្អដើម្បីការពារនាងនិងស្ដាបាន សាយិនកុំអីខ្ញុំមិនអាចបង្អាក់លោកបានទេ អត់ទេខ្ញុំគ្រាន់តែចង់ជួយនាងកុំចង់ទាញផលប្រយោជន៍ក្នុងស្ថានភាពបែបនេះអីលោកពូគឺជាអ្នកដែលទទួលផលប្រយោជន៍នៅក្នុងស្ថានភាពនេះលោកពូគឺជាអ្នកដែលយកស្ដាចេញអ្នកណានិយាយស៊ូជីនិងស្ដាគឺជារបស់យើងតែម្នាក់គត់ពូភ្ជាប់ពាក្យជាមួយនឹងសងអ៊ីងហើយហេតុអីបានជានិយាយរឿងអត់បានការទាំងនេះយើងលុបចោលការភ្ជាប់ពាក្យហើយចាប់ពីពេលនេះតទៅស៊ូជីនហើយនិងស្ដាជាទំនួលខុសត្រូវរបស់យើងឯងគ្មានទូនាទីនៅក្នុងរឿងពួកយើងទេបើមិនចង់បាត់បង់ស្ដានាងត្រូវតែស្ដាប់ ពេទ្យពិភពរឿងខ្លី7 5ដង សង្ឃឹមថាហ៊ាននិយាយហ៊ានធ្វើមិនអញ្ចឹងទេខ្ញុំមិនលើកលែងឲ្យឡើយ ទីនេះធំខ្លាំងណាស់ម៉ាម៉ាចាប់ពីពេលនេះតើទីនេះជាផ្ទះរបស់យើងមែនទេ ត្រូវហើយចាប់ពីពេលនេះទៅកន្លែងនេះជាផ្ទះរបស់យើងអ្នកមិញហោ ហេតុអីបានជាគ្រួសារសៅមានកូនប្រសាដូចជានាង មានតែ ត្រឡប់មកវិញហើយហេតុអីមិនហៅថាម៉ា 5ដង ចាប់ពីពេលនេះទៅនាងជាគ្រួសារសៅជាងហើយណាទីនេះជាផ្ទះរបស់នាងម៉ាតើលោកយាយនៅក្មេងណាស់តើខ្ញុំសុំហៅអ្នកមានបានទេឬក៏ហៅលោកយាយស្ដាជាក្មេងល្អទាំងនេះគឺជាផ្ទះវីឡាពីរដែលឈ្មោះរបស់យើងហើយនឹងឡានវាជាកាដូសម្រាប់កូនប្រសាថ្មីរបស់យើងនៅថ្ងៃខាងមុខចង់បានអីទៀតប្រាប់ហាន់ឌីទៅណា គ្មានបញ្ហាទេ ឯងនេះពិតជាពូកែខ្លាំងណាស់មានតែកញ្ចប់តែម្ដងស៊ូជីនគឺជាអ្នកនាំសំណាក់ដល់ឯងម៉ាម៉ាអាចយកវាសន្សំរបស់ខ្ញុំបាន ពិភពរឿងខ្លី7 ដូចជាកូន 5 របស់ឯងបង្ហាញភាពស្មោះត្រង់ ការគ្មានកំឡុង អត់អីទេខ្ញុំមានលុយគ្រប់គ្រាន់ហើយ បើហាន់លីធ្វើមិនល្អនោះត្រូវតែប្រាប់ម៉ាក់ឲ្យដឹងណាម៉ាក់នៅខាងឯង
អរគុណមិញហូ អេ អរគុណអ្នកម៉ា ល្អ ខ្ញុំអាចទៅគេងជាមួយស្ដាក៏បាន ថ្ងៃទី1អញ្ចឹងនាងចង់ឲ្យម៉ាក់ដឹងមែនទេតែនេះជាអាពាហ៍ពិពាហ៍នៅក្នុងកងត្រា អញ្ចឹងខ្ញុំអាចគេងលើសាឡុងក៏បានដែរ ទោះឲ្យខ្ញុំគេងលើសាឡុង តែនៅក្នុង ព្រោះខ្ញុំចូលគេងយឺត រឿងខ្លី ខ្ញុំដេកមិនបានយូរទេនាងកុំរំខានខ្ញុំ នេះជារបស់លោក វាគឺជាកាដូរបស់ម៉ាក់ ព្រោះយើងរៀបការក្នុងលក្ខខណ្ឌវាអត់មានបញ្ជាក់នៅក្នុងកុងត្រាទេ សុជីននាងតែងតែដឹងនៅអ្វីដែលនាងធ្វើបើវានៅក្នុងលក្ខខណ្ឌអញ្ចឹងបំបាយវាទៅត្រូវដកចេញនាងធ្វើដូចជាខ្ញុំបង្ខំនាង កំពុងតែធ្វើអីហ្នឹងប៉ាប៉ាម៉ាម៉ាកំពុងធ្វើអីហ្នឹង អឺ មានតែនៅក្នុងភេទរឿងខ្លី7 អត់ទេ ហេតុអីបានជាប៉ាក្តិចមុខរបស់អ្នកម៉ា គឺប៉ាចង់ថើបម៉ាក់ហ្នឹងណាជាការប៉ិន ខ្ញុំអត់ជឿប៉ានោះទេថាជាមួយខ្ញុំទេខ្ញុំមិនឲ្យលោកប៉ាធ្វើបាបអ្នកម៉ានោះទេណា កូនចង់ធ្វើស្អីប៉ាទៅហ៎អាឡាអានចង់ធ្វើបាបប៉ាអី នេះណែ មានតែនៅក្នុងភេទពិភពរឿងខ្លី ចង់ធ្វើបាបប៉ាហ៎ក្លាហានណាស់ណចង់ធ្វើបាបប៉ាផងអីអាឡាអាននេះណែក្លាហានណាស់ណបាត់វងននទៅកុំរំខានការងារខ្ញុំ រុក្ខជាតិនេះត្រូវការពន្លឺរាល់ថ្ងៃដាក់ទឹកមួយថ្ងៃ3ដងមិនត្រូវឲ្យវាងាប់ទេ ចង់ស្ដីបន្ទោសខ្ញុំដោយសារតែរុក្ខជាតិហ៎ នេះជារបស់ដែលស្ដាយចូលចិត្តមានពេលតែ3ថ្ងៃសម្រាប់ញ៉ាំវា រឿងខ្លី ធ្វើយ៉ាងណាលោកត្រូវតែញ៉ាំបង្អែមរបស់ខ្ញុំញ៉ាំខ្ញុំទៅនៅផ្អែម នាងលេងសើចមែនទេ មកគោរពជាមួយកូនទេ កូនចង់គូពិស័យទៅ កូនចាំដាក់ស្បែកជើងឲ្យវាស្អាតឲ្យអ្នកម៉ា ស្បែកជើងដែលស្រួលពះគឺសំខាន់ណាស់ នេះកូនអរគុណច្រើនអ្នកម៉ាកូនចង់យកវាទៅសាលាមកតែបានទេខ្ញុំចង់ចែកជាមួយនឹងមិត្តភក្តិទេកូននេះសម្រាប់លោកមានកាពះមិនល្អត្រូវតែញ៉ាំឲ្យបានទៀងទាត់ នាងមិនបាច់ធ្វើម្ហូបឲ្យខ្ញុំទៀតទេ ពិភពរឿងខ្លី7 5ដង ម៉ាម៉ាចាំបានមកហូបឆ្ងាញ់ខ្លាំងណាស់មិនដែលមានអ្នកណាធ្លាប់ញ៉ាំនោះទេ អរគុណលោកប្រធានថ្ងៃនេះលោកទៅញ៉ាំអាហារដែរទេទៅញ៉ាំនៅខាងក្រោមចាំខ្ញុំកំងមិនបាច់ទេខ្ញុំមានហើយទៅកំដៅឲ្យផងអរគុណតើបានមកពីណាទៅលោកសៅលោកមានស្នេហាហើយកុំមកខ្វល់ សោះហាលីងលោកចៅកាប់ជាប់ពាក្យមែនទីដោយសារតែស៊ូជីនមែនទី ព្រោះនាងមិនអាចចម្អិនម្ហូបឲ្យលោក ខ្ញុំបានបញ្ជាក់នាងច្បាស់ហើយនាងចង់បានសំណងប្រមាណទៅនិយាយថ្លៃមក ខ្ញុំមិនបានត្រូវការលុយខ្ញុំគ្រាន់តែមិនយល់តែខ្ញុំមិនល្អដូចជាស្រីដែលមានកូនមួយនឹងមែនទីជាស្រីដែលមានជីវិតរញ៉េរញ៉ៃ នាងមិនអាចនិយាយពីគេអញ្ចឹងទេ ខ្ញុំមិនត្រឹមតែនិយាយទីខ្ញុំនឹងឲ្យក្រុមហ៊ុនទាំងមូលដឹង ក្មេងនោះជាកូនរបស់យើង ប្រកាសដែរទី តើខ្ញុំត្រូវបញ្យល់ប្រាប់នាងដែរ បាត់នីងហាលីងលោកធ្វើដល់ថ្នាក់នឹងដោយសារតែកូនលោកចង់នៅជាមួយស៊ូជីនមែនទីតែទី ក្មេងត្រូវការម្ដាយរបស់គេខ្ញុំគ្មានអារម្មណ៍ជាមួយអ្នកណាទាំងអស់នាងក៏ដូចគ្នាគេក៏អញ្ចឹងដែរ ហាលីងខ្ញុំអាចរងចាំបានរងចាំរហូតដល់ក្មេងឡើងត្រូវការម្ដាយបន្ទាប់ពីលោកទាត់ស៊ូជីនចោលរៀបការជាមួយដៃ 7 5ដង នាងមិនចាំបាច់ចាំទេខ្ញុំមិនធានាពីចាចាមអារ៉ាមនឹងមកបង្កាយរបស់នាងទេចេញពីពិភពលោកយើងទៅ ហាលីខ្ញុំមិនចង់បែកគ្នាជាមួយលោកទីបើសិនជាលោកស្រឡាញ់ក្មេងយើងបង្កើតមួយដែរទេខ្ញុំនឹងធ្វើជាម្ដាយល្អសម្រាប់កូនល្អជាងស៊ូជីនទៅទៀត មិនអាចទេ ហេតុអីស៊ូជីនធ្វើបានខ្ញុំធ្វើមិនបាននោះ មានតែគេម្នាក់គត់ដែលអាចធ្វើបាន នេះជាកិច្ចការផ្ទះសម្រាប់ថ្នាក់មត្តេយ្យកិច្ចការនេះត្រូវធ្វើជាមួយអ្នកម៉ាក់នឹងលោក មានតែនៅក្នុងភេទពិភពរឿងខ្លី7 5ដង ឲ្យប៉ាជួយ
មួយនេះធ្វើយ៉ាងម៉េចទៅ កាត់លើបន្ទាត់ក្មេងកុំឲ្យប៉ាចំណុចហេតុអីគ្រាន់តែរបស់នេះលោកប៉ាអត់ចេះធ្វើ វាងាយស្រួលរៀនត្រូវដែរទេ អ្នកគ្រូប្រាប់ថាខ្សែក្រហមដំណាក់ឲ្យព្រមលិខិតអ្នកណាចង់ចូលជាមួយគ្នានឹងមិនបាច់គ្នានោះទេ ក្មេងត្រូវការម្ដាយរបស់គេ ពិភពរឿងខ្លី គឺមានតែនាងម្នាក់គត់ដែលមើលថែកូនរបស់យើង សាវហាលីក្នុងភ្នែករបស់លោកចាត់ទុកខ្ញុំគ្រាន់តែជាឧបករណ៍ផលិតកូនយើងជាគ្រួសារដោយសារតែស្ដាយគ្រប់យ៉ាងគឺធ្វើដើម្បីកូនគេមិនអាចស្រឡាញ់ខ្ញុំបានទេ ចាំខ្ញុំជួយ អ្នកម៉ាក់មានបញ្ហាអីទេម៉ាក់មិនអីទេម៉ាក់គិតថាខ្សែក្រហមនេះវារំខានពេកហេតុអីបានជាម៉ាក់កាត់វាម៉ាក់មិនដឹងទេវាស្រួលជាងបើយើងកាត់វាស្ដាម៉ាក់អត់កម្លាំងហើយម៉ាក់ទៅសម្រាប់មិនហើយណា មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង ប្រហែលជាម៉ាក់នឿយហត់ហើយ ខ្សែក្រហមដាច់វាជាសញ្ញាមិនល្អ បើជាចំណងព្រមលិខិតគឺមិនអាចបាក់បែកទេ លោកប្រធានសុជៀនខលមកសំច្បាំតានាងទៅណានាងប្រាប់ថាមានការបន្ទាន់នាងប្រហែលជាទៅមន្ទីរពេទ្យ នៅក្នុងเพจ សំទិលព រឿង ង ខ្លី7-5 ខ្ញុំមិនអាចបាត់បង់សុជៀនទេជំនួយកាលីនមិនបាច់ទៅអอฟហ្វិសទេយើងមានការត្រូវធ្វើបន្ទាន់ សាយៀន នាងមកហើយហ៎លោកប្រធានលោកចង់នៅកន្លែងហ្នឹងមែនទេមិនបាច់ទេសំទិលពងខ្ញុំមិនអាចអត់សុជៀនបានទេដូច្នេះខ្ញុំជ្រើសចេញពីទីក្រុងនេះហើយខ្ញុំនឹងចាកចេញឲ្យកាន់តែឆ្ងាយបំផុតដែលអាចធ្វើទៅបានដើម្បីបំភ្លេចនាងឲ្យកាន់តែឆាប់សង្ឃឹមថាអ្នកទាំងពីរនឹងមានសុភមង្គល មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង សុជៀនបើនាងស្រឡាញ់សាវយានយ៉ាងនេះខ្ញុំគួរតែដោះលែងនាងឲ្យមានសេរីភាពឬមួយខ្ញុំត្រូវបង្ខំចិត្តចងទុកនាងសម្ដែងធ្វើជាគូស្នេហ៍នៅមុខគេក្រុមហ៊ុនរបស់យើងបានគ្រប់គ្រងទៅលើគុណភាពផលិតកម្មបានបង្កើតយ៉ាងល្អធ្វើតែតាមយន្តការដើម្បីប្រកាសថាគ្រប់ផ្នែកមានគុណភាពល្អតាមតម្រូវការគុណភាពនៃការផ្គត់ផ្គង់ទំនិញរបស់ក្រុមហ៊ុនលោកឆ្លងកាត់ការឯកច្ឆន្ទនៃក្រុមហ៊ុនយើងអាចសហការគ្នាបានអរគុណលោកសាវខ្ញុំមិនរំពឹងថាលោកជ្រើសរើសក្រុមហ៊ុនតូចតាចដូចជាពួកយើងទេយើងឲ្យតម្លៃទៅលើទេពកោសល្យជាអ្វីទាំងអស់ប្រសើរណាស់លោកយើងនឹងរៀនសូត្រតាមក្រុមហ៊ុនរបស់លោកឯងចង់ធ្វើស្អី មានតែនៅក្នុង ខ្ញុំសុំទោសបាន ពិភពរឿង ឯងធ្វើអីមិនប្រយ័ត្នសោះអញ្ចឹងធ្វើជំនួយការ6-7 ឆ្នាំហើយនៅមិនរីកចម្រើនទៀតខ្ញុំសុំទោសឈប់សិនខ្ញុំកំពុងតែបានជួបមិត្តចាស់វ៉ូឯងស្គាល់លោកសៅដែរមិនអញ្ចឹងនិយាយគ្នាសិនទៅធ្វើជាជំនួយការ6-7 ឆ្នាំអត្តសញ្ញាណរបស់ឯងគឺคล้ายៗសុំទោសលោកសៅខ្ញុំមិនយល់នៅអ្វីដែលលោកនិយាយទេមើលរូបរាងឯងយើងមិនដែលភ្លេចម្ដងណាទេនាងបានឲ្យលុយខ្ញុំច្រើនណាស់ឲ្យខ្ញុំសម្ដែងជាមួយនាងមានន័យថាយ៉ាងម៉េចទៅសូជៀនជាមិត្តរួមថ្នាក់របស់ខ្ញុំគ្រួសាររបស់នាងមានបញ្ហានាងមិនចង់ឲ្យមិត្តប្រុសរបស់នាងមានបញ្ហាជាមួយនាងនាងថានេះជាផ្លូវតែមួយគត់ដែលធ្វើឲ្យលោកចេញពីនាងគ្រប់យ៉ាងមិនមែនជាការពិតខ្ញុំមិនបានគិតជាមួយនាងទេ សាយៀន មកហើយហ៎ តើលោកទៅណា ខ្ញុំបានចុះឈ្មោះទៅរៀននៅបរទេសខ្ញុំទៅទីនោះដើម្បីរៀនមួយរយៈពេល ទៅណាលោកត្រឡប់មកវិញទេ ខ្ញុំមិនដឹងទេខ្ញុំគិតថាប្រហែលជាមិនមកវិញឡើយសេជៀនបើពេលណានាងមានអារម្មណ៍ថាមិនសប្បាយចិត្តមិនថា10ឆ្នាំឬក៏20ឆ្នាំខ្ញុំនឹងរងចាំនាង 10ឆ្នាំឬ20ឆ្នាំលោកមិនស្រឡាញ់អ្នកណាទេបើសិនលោកស្លាប់ម្នាក់ឯងដើម្បីខ្ញុំមិនសប្បាយចិត្តទេណា គឺខ្ញុំអត់និយាយលេងទេ ខ្ញុំគ្រាន់តែគិតដល់លោកការល្អរបស់លោកខ្ញុំនឹងចងចាំក្នុងចិត្ត មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដ សេ ង ជៀននាងត្រូវតែសប្បាយចិត្តណា ខ្ញុំជូនពរលោកប៉ុណ្ណឹងចាស់ហាននេះហើយនឹងខ្ញុំធ្វើដើម្បីស្ដាយជាប៉ះនឹងម៉ែយើងគ្រាន់តែចិញ្ចឹមកូនជាមួយគ្នា ហេតុអីបានជានាងនិយាយអញ្ចឹង ក្នុងភ្នែករបស់សានហានលីខ្ញុំគ្រាន់តែជាឧបករណ៍បង្កើតកូនគេនិយាយតែជាមួយស្ដាំម្នាក់ប៉ុណ្ណាគាត់មកខ្ញុំតែម្ដងគាត់ ចុះអ្នកទាំងពីរនាងត្រូវស្ងៀមស្ងាត់យូរប៉ុណ្ណាទៀតទេ លោកបានយ៉ាងម៉េច បន្ទាប់ពីនាងបែកគ្នា6ឆ្នាំមុនគាត់ខំប្រឹងប្រែងធ្វើការណាស់គាត់និយាយថានៅពេលដែលគាត់ខ្លាំងគ្រប់គ្រាន់គាត់នឹងការពារមនុស្សដែលគាត់ត្រូវការពារ មានតែនៅ គាត់ដាក់ឈ្មោះ FQ ក្រុម ខ្លី7-5 គឺ ដ គាត់ ង ថា
ប្រហែលជាខ្លាចរកនាងមិនឃើញហើយ អេខ្ញុំមិនមែនបង្កើតឡើងដើម្បីសងអីទេ គឺគាត់អភិវឌ្ឍថ្មីនាងឃើញឈើរីផ្ការីកដែរទេពេលដែលគាត់ជ្រើសរើសគេហទំព័រគាត់ចង់ដាក់ឈ្មោះនេះមិនថាលោកតានិយាយស្អីទេគាត់នឹងធ្វើតាម ជាកន្លែងដែលពួកយើងជួបគ្នាលើកដំបូង គាត់នៅតែចងចាំខ្ញុំរកឃើញហើយនេះជាប៉ារបស់អ្នកនាងស៊ូគាត់បានប្រើរបស់អនដើម្បីធ្វើសំណល់អគារគាត់ធ្វើឲ្យមនុស្សស្លាប់ម្នាក់គាត់ក៏ជាប់គុកគ្រួសារជាពាក់បំណុលគេច្រើនម្ដាយរបស់នាងព្យាយាមរលួយសំបំណុលគេហើយក៏ឈឺព្យាបាលមិនទាន់ក៏ស្លាប់ហេតុអីក៏នាងបន្ទោសខ្លួនឯងមិនព្រមប្រាប់ខ្ញុំឲ្យដឹងប្រហែលជានាងមិនចង់ឲ្យលោកចូលពាក់ព័ន្ធតើហេតុអីបានជាខ្ញុំមិនដឹងខ្ញុំយល់ច្រឡំជាមួយនាងរយៈពេល6ឆ្នាំអូខេសុជីនខ្ញុំទៅហើយនាងទៅរកហាន់លីដោះស្រាយជាមួយគ្នាស្រួលបួលទៅ មានតែនៅក្នុង អរ ផេ គុ ក ណសាយៀន រឿងខ្លី7-5 ដង លោកមិនអីទេ គ្រាន់តែជាស្ករក្នុងឈាមចុកខ្សោយបន្ទាប់ពីវះកាត់ហើយ ញ៉ាំស្ករគ្រាប់ទេនឹងធ្វើឲ្យលោកប្រសើរឡើង អរគុណ មិនអីទេដុកទ័រក៏ត្រូវមើលថែខ្លួនឯងដែរ មានតែនៅក្នុងផេកពិភពរឿង ថ្ងៃ ខ្លី នេះគាត់មានអារម្មណ៍មិនដែរ 7-5 ដ គាត់ ង មានស្ដាប់បង្គាប់ដុកទ័រទេម៉ាក់ថ្ងៃនេះគាត់មិនអីទេដុកទ័រសរសើរកូនទៀតផងល្អណាស់ម៉ាក់នឹងអត់ស្គាល់គ្រូគាត់ញ៉ាំទេ អញ្ចឹងនេះគឺជារង្វាន់សុជីនរវាងពួកយើងទាំងពីរនាក់ត្រូវតែមានម្នាក់សប្បាយ អ៊ីងមានលឺទីមួយរយៈនេះលោកប្រធានទិញរបស់ក្មេងច្រើនណាស់គាត់ច្បាស់ជាទិញឲ្យក្មេងៗ មែ ហើ ន យ តើគាត់មានកូនតាំងពីពេលណាទៅនោះ មានតែនៅក្នុងផេកពិភពរឿងខ្លី7-5 ដង មកទីនេះធ្វើអី គឺមកញ៉ាំជាមួយគ្នា ហេតុអីបានញ៉ាំជាមួយខ្ញុំលឿនបែបនេះ នាងចំអិនម្ហូបឆ្ងាញ់ហ្នឹងណា កំពុងតែអកលាខ្ញុំមែនទេ អូកន្លះស្អីទៅ ក្រុមហ៊ុនមានមនុស្សច្រើនណាស់បើគេឃើញមិនល្អទេ ខ្ញុំចង់បើកទំនាក់ទំនងជាសាធារណៈ អត់ទេ មិនបានអត់ចង់ទុកកន្លែងឲ្យគេនិយាយដើមមែនទេ ខ្ញុំមិនចង់ឲ្យគេគិតថាខ្ញុំមកទីនេះគឺដើម្បីលោក នាងមិនអាចគ្រប់គ្រងការគិតរបស់អ្នកដទៃបាននោះទេណា ខ្ញុំដឹងថាមិនអាចតែខ្ញុំត្រូវការពេលវេលានៅពេលដែលគ្រប់គ្នាទទួលស្គាល់សមត្ថភាពខ្ញុំមិនខ្វល់ទេទេ 7-5 ដង នាងបានបដូរកំណត់ហើយខ្ញុំអាចធ្វើអ្វីបានទៅ លោកសាយបានយកព្រមហើយឯង អត់ទេខ្ញុំឃើញនាងទទូចពេកខ្ញុំក៏ចង់កំដរលេងជាមួយនាងទៅ លោកសាយញ៉ាំទេឆ្ងាញ់ណាស់ បរិមម្នាក់នេះដូចជាស្តៀងអាហារនេះឆ្ងាញ់ខ្លាំងណាស់ សុជីននាងញ៉ាំជាមួយអ្នកណាបើគេឲ្យ មើល ធំ ទៅសម្លៀកបំពាក់ទៅគេប្រហែលជាមកពីក្រុមហ៊ុនហិរញ្ញវត្ថុជាប់នេះ មើលតែនាងគឺជានុយដល់ធំហើយ សំណាងហើយដែលគេមកមិនឃើញច្បាស់លើក្រោយត្រូវតែប្រយ័ត្នកុំឲ្យគេចាប់បានទេ សុជីនឃើញតែស្ងៀមស្ងាត់ហើយស្មោះត្រង់មិននឹកស្មានថានាងមានស្នេហាស្ងាត់ស្ងាត់ នាង ចឹង គួរ សោ តែ ះ មករៀនពួកយើងដែរដើម្បីបានជួបអ្នកមាន ទាំងអស់គ្នាយល់ច្រឡំហើយ មាន យើងត្រូវតែជាមិត្តភក្តិប៉ុណ្ណា ពិភពរឿងខ្លី7-5 ដង ជប់មិញអ្នកនាងសងដូចជាមិនមកផ្ទះ ហេ នោះ តុអី ទេ បានជានាងដឹង ព្រោះនាងមិនបានបដូរខោអាវទេហើយពាក់អាវរបស់មនុស្សប្រុស មាន ទៀត អ្នកណាទៀតទៅប្រហែលជាលោកសៅហើយគ្មានអ្វីដែលត្រូវឆ្ងល់ទេ នេះជាអាវរបស់សាំងហាន់លេងតែ សុជីននាងមានដឹងវិធីសម្អាតស្នាមប្រឡាក់ដែរទេមកសាមញ្ញតែចាក់ខ្លាំងណាស់ហាន់លីបានឲ្យអាវក្រៅមកខ្ញុំមិនប្រយ័ត្នទើបធ្វើឲ្យប្រឡាក់អាវគាត់ តែបៃតង នាងនិយាយថាម៉េច ជលក់ជាមួយតែបៃតងទេស្នាមប្រឡាក់នឹងបាត់ហើយសាក់មើលទេ មានតែនៅក្នុងផេកពិភពរឿងខ្លី7-5 លោកសៅ លោក
ហាលីខ្ញុំមានរឿងមួយចង់ប្រាប់បង បងដឹងហើយបងដឹងកាលពី6ឆ្នាំមុនអស់ហើយហេតុអីក៏អូនមិនប្រាប់បងបងអាចប្រឈមមុខជាមួយអូនបងដឹងថាអូនខ្លាចបងពាក់ព័ន្ធបញ្ហានេះអូនចង់សងបំណុលម្នាក់ឯងចង់មើលកូនម្នាក់ឯង នៅក្នុងភេទ ប៉ុន្តែនៅក្នុងចិត្តអូន 7 បងគ្មានតម្លៃមែនទេ អត់ទេនៅពេលនោះបងមានអនាគតដ៏ភ្លឺស្វាងនៅខាងមុខអូនមិនចង់ទាញបងឲ្យមកវេទនាជាមួយអូនសុខចិត្តទទួលបន្ទុកនេះម្នាក់ឯងបងនឹងអាចមានជីវិតដែលបងចង់បាន កាលពី6ឆ្នាំមុនបងគ្រាន់តែជាក្មេងក្រីក្រដែលឪពុកម្ដាយបោះបង់ចោលហើយអូនព្រមរស់នៅជាមួយបងហើយក៏ទៅចោលបងដោយគ្មានហេតុផលអីបន្តិច សុំតោះអូនសុំតោះបងនៅស្អប់អូនទៀតទេ នៅបងចង់ឲ្យអូនចំណាយពេលមួយជីវិតដើម្បីប៉ះទៅឲ្យបងសុជីន តែនៅក្នុងភេទ សន្យានឹងបងមក ខ្លី7 មិនថាមានរឿងអ្វីទេកុំកុហកបងអីយើងឆ្លងកាត់ជាមួយគ្នាតើបានទេសុជីនខ្ញុំសុំទោសហានលីបង្ខំខ្ញុំឲ្យប្រាប់គេអំពីរឿងដែលកើតឡើងកាលពី6ឆ្នាំមុនគេបានទៅរកនាងដែរទេខ្ញុំជាសាវហានលីខ្ញុំកំពុងតែមានបញ្ហាហើយលោកសាវបើលោកមានកំហឹងផ្ទាល់ខ្លួនមករកខ្ញុំចុះវាមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់យើងឡើយខ្ញុំនឹងលាឈប់ពេលនេះសង្ឃឹមថាលោកនឹងសហការជាមួយក្រុមហ៊ុនពួកយើងចុះមិនបាច់លាឈប់ទេឥឡូវនេះឯងមកចុះកងត្រាជាមួយយើងទៅខ្ញុំចង់អរគុណឯងដល់ផ្ទាល់ ពិភពរឿងខ្លី7 5ដង ខ្ញុំដឹងថាមួយរយៈនេះក្រុមហ៊ុនយើងមានពាក្យចចាមអារាមជាច្រើនខ្ញុំសូមបញ្ជាក់ទៅចុះខ្ញុំបានរៀបការជាមួយស៊ូជីនយើងក៏បានមានកូនជាមួយគ្នា សុជីនឯងមានកូនមែនទេសប្បាយទ្វេដង នាងមិនត្រូវញ៉ាំកាហ្វេអ៊ីនច្រើនពេកទេ គ្មានផ្ទៃពោះទេកូនខ្ញុំ5ឆ្នាំហើយ អញ្ចឹងនាងនៅជាមួយលោកសាវយូរមកហើយមែនទេ យើងជួបគ្នានៅមហាវិទ្យាល័យ ស្រឡាញ់គ្នានៅវ័យសិក្សាល្អខ្លាំងណាស់ អរគុណទាំងអស់គ្នាកុំបារម្ភច្រើនពេកពីជីវិតឯកជនរបស់ខ្ញុំអី មានតែ សុ នៅ ជីននាងរបត់ធ្វើកម្មណាស់អ្នកណាជាអ្នកមើលថែកូនរបស់នាងទៅបើ ត្រែ ត្រូវ ហើយ ការ ត្រែ ជំនួ ហើយ យស្រាប់ ស៊ូជីន ខ្លាំងណាស់ នាងពិតជាប្រកែណាស់ការងារនិងគ្រួសារក្នុងពេលតែមួយជាគំរូឲ្យពួកយើងធ្វើតាម សាវហានលីយើងយល់ព្រមជាមួយគ្នាហើយថាមិនបង្ហាញទំនាក់ទំនងយើង បងបើកចំហទំនាក់ទំនងជាសាធារណៈដើម្បីឲ្យបុគ្គលិកផ្ដោតទៅលើការងាររបស់ពួកគេកុំឲ្យមានពេលនិយាយគ្នានេះនឹងធ្វើឲ្យពួកគេធ្វើការងារបានល្អ អស់ហើយ អស់លេងហើយ អូខេលោកសាខ្ញុំទៅធ្វើការវិញហើយ លោកប្រធានតាមពិតលោកប្រធានការពារលេខាស៊ូហើយនៅតែរឹងរូសទៀតឯងនិយាយស្អីថ្លង់ខ្លាំងណាស់បើឯងចង់លោឡាទៅចងក្រងរបាយការណ៍ហិរញ្ញវត្ថុ3ឆ្នាំមុនទៅតើឯងមានសមត្ថភាពដែរទេខ្ញុំមិននិយាយអីណាលោកប្រធានភ្ញាក់តែរហូតនឹង បាត់ធ្វើឲ្យខ្ញុំបន្តិចទៅណា ស្ដាងប្រហែលជាចាក់សោខាងក្រៅហើយបើខាងក្នុងមិនបានទេ កំពុងតែឈឺពោះមែនទេ មិនអីទេគ្រាន់តែបញ្ហាចាស់ មិនគួរញ៉ាំតែថ្នាំអញ្ចឹងទៅទេ វាធ្លាប់ហើយគ្រប់ពេលដែលបានលេបថ្នាំអាចដេកបាន 4-5 ម៉ោងដែរ ខ្ញុំអាសាអើយ មានតែ អត់មានអារម្មណ៍ល្អប្រសើរ ពិភពរឿងខ្លី7 ខ្ញុំមិន 5 ចាំ ដ ពេល ង ដែលរៀននៅសាលាបងមានបញ្ហាកាពះឥឡូវនេះក៏អញ្ចឹងដែរខ្ញុំបានដឹងពីអ៊ីស៊ីងអ្វីដែលកើតឡើងកាលពីក្មេង ពេលដែលបងគេងបងតែងតែចាំការបងនៅក្មេងកាលនោះបងមានអាយុ4ឆ្នាំជាថ្ងៃកំណើតរបស់បងម៉ាក់ហើយនឹងបងប្រុសយកបងទៅសួនសារមន្ទីរជាមួយគ្នាហើយបងប្រុសបងចង់ញ៉ាំការ៉េមពួកគាត់ឲ្យបងចាំនៅមួយកន្លែងបន្ទាប់មកបងត្រូវបានគេចាប់ចម្រិតបងចិត្តត្រូវបានគេយកទៅលួចតែត្រូវបានជួយសង្គ្រោះហើយក៏បញ្ជូនទៅមណ្ឌលកុមារកំព្រារាល់ជប់នៅមណ្ឌលកុមារកំព្រា បងពិបាកខ្លាំងណាស់ 7 5ដង បន្ទាប់មកគ្រួសារសាវបានជួយបងតែបងគ្រាន់តែជាអ្នកចម្លែកនៅក្នុងគ្រួសារសាវបងគិតថាបងមិនអាចរកគ្រួសារឃើញវិញទេ ពេលនេះបងមានពួកយើងហើយបងមានស្ដាយហើយនឹងអូន មាន យើង តែ ជា នៅ គ្រួ ក្នុង សារ ភេទពិភពរឿងខ្លី7 5ដ សុ ង ជីនអរគុណហើយដែលបាននាំស្ដាមករកបង ពេលនេះទេបងត្រូវប្រាប់អូននៅអ្វីដែលបងចង់និយាយកុំគិតទុកនៅក្នុងចិត្តម្នាក់ឯងអញ្ចឹងទៀតណា អូនក៏ដូចគ្នាដែរ មានតែនៅក្នុងភេទពិភពរឿងខ្លី7 5ដង
សុជីនជួយប៉ាផងសុជីន ប៉ាមានរឿងអី សុជីនជួយប៉ាផង ខ្ញុំប្រាប់ប៉ាហើយយើងមិនមានអីពាក់ព័ន្ធគ្នាទេ សុជីនពេលនេះប៉ាមិនបានធ្វើអីទាំងអស់មានស្រីម្នាក់ឈ្មោះស៊ូអ៊ីងគេថាស្គាល់ឯងណែនាំប៉ាទៅសង្គ្រោះមិនដឹងជាហេតុស្អីទេនាងបានចោទប្រកាន់ប៉ាពីការលេងល្បែងនិងលាតត្រដាងពីការលេងល្បែងពីមុនរបស់ប៉ា សុជីនទីបំផុតក៏មកហើយ សងអីមានត្រូវការអីទេ កុំបារម្ភអីយើងមិនឲ្យនាងចេញពីហាន់លីទីយើងមិនចាប់អារម្មណ៍នឹងគេទៀតទេយើងហៅនាងមកពេលនេះចង់ឲ្យនាងជួយយើងយកកម្មវិធីដេញថ្លៃរបស់ SQ Group មកឲ្យយើងបើមិនចឹងទេប៉ារបស់នាងមិនត្រឡប់ទៅវិញទេគេនឹងចូលគុកអស់មួយជីវិត យើងមិនលាក់បង់ជាមួយអ្នកដែលលេងល្បែងនោះទេ បើអញ្ចឹងនេះជារបាយការណ៍វិទ្យាសាស្ត្រប៉ារបស់ឯងនាងមើលទេមិនជួយគាត់ច្បាស់ជាដេញគុកហើយ ពិភពរឿងខ្លី7-5ដង សុងអ៊ីងប៉ាមិនចង់ត្រឡប់ទៅវិញទេកូនត្រូវតែជួយប៉ាណា SQ Group មិនខ្វះគម្រោងធំៗទេតែយើងត្រូវការគម្រោងមួយនេះដើម្បីផ្លាស់ប្ដូរឧស្សាហកម្ម បើយើងជួយនេះយកកាត់ដេញថ្លៃបាននាងពិតជាដល់លេងប៉ារបស់ខ្ញុំទេហេតុអីបងមកវិញ អូការប្រជុំលើកទៅថ្ងៃស្អែកអូនក៏ពណ៌ធ្វើស្អីហ្នឹង អូនមកសម្អាតការិយាល័យឲ្យបងនឹងណា មានតែនៅ អូនជាប្រពន្ធអគ្គនាយកមិនក៏មកធ្វើការទាំងអស់នេះទៅវិញ ដង តែអូនក៏ជាលេខារបស់បងដែរ នេះយកកំពុងតែពិភាក្សាគ្នាលទ្ធផលនៃការដេញថ្លៃនិងប្រកាសឆាប់ៗនេះសូមរងចាំបន្តិចទៅ ការប្រកាសដេញថ្លៃវាជាការបណ្ដាទុនរវាងសាវនិងសុងយុទ្ធសាស្ត្រឈ្នះយើងបានរៀបចំយូរមកហើយហើយមិនអាចយកបាននោះទេ មានតែនៅក្នុង page ពិភពរឿង ការដេញថ្លៃវាមិនមែនគ្រាន់តែជាការផ្សារភ្ជាប់តែត្រូវផ្ដោតទៅលើភាពខ្លាំង លោកហើយនិងខ្ញុំគួរត្រៀមការជាមួយគ្នាដើម្បី SQ Group ក្លាយជាឧស្សាហកម្មដ៏ធំមួយប៉ុន្តែពេលនេះវាអាចផ្លាស់ប្ដូរគ្រប់ពេលវេលា សាវហាន់លីឯងគ្រាន់តែជាក្មេងមិនស្របច្បាប់ជាកូនស្រីកំណាន់ឯងគិតថាខ្លួនឯងជាអ្នកណាចង់មកដណ្ដើមពីយើងម្ដាយរបស់បងស្លាប់3ឆ្នាំក្រោយទើបម្ដាយខ្ញុំមកនៅក្មេងបងលេងភួចជាច្រើនឆ្នាំទីបំផុតបងយ៉ាងម៉េចទៅឯងនៅស្រីម្នាក់នោះគ្រាន់តែចង់យកទ្រព្យសម្បត្តិរបស់យើងថ្ងៃណាមួយយើងនឹងដេញពួកឯងចេញពីគ្រួសារសាវបើគ្រួសារសាវធ្លាក់ក្នុងដៃបងគឺចប់ហើយប្រហែលឆ្នាំមុនឯងសំណាងតែអនាគតឯងមិនប្រកាសថាសំណាងទៀត មាន ទេ តែនៅក្នុង page ខ្ញុំខំប្រឹងធ្វើការខ្លួនឯង 2-5ដង មិនដូចជាបងទេប្រើតែល្បិចគំរក់ សូមអបអរសាទរ SQ Group ឈ្នះការដេញថ្លៃលើកនេះ ឯងលឺដែរទេអេខ្ជូគ្រប់ថាម៉េចបងគិតថាបងឈ្នះដោយសារតែគេបង្ខំកម្រងខ្លាំងពិតជាល្ងងមែន ហេតុអីទៅស៊ូជីនប្រាប់ខ្ញុំទាំងអស់ ស៊ូជៀនគេប្រាប់ខ្ញុំទាំងអស់នាងគិតថាគេជួយនាង ខ្ញុំនឹងធ្វើឲ្យស្រីម្នាក់នោះយល់អារម្មណ៍ដែលត្រូវគេក្បត់ នាងគួរតែគិតពីខ្លួនឯងមុនទៅ មាន អ្វីដែលនាងបានធ្វើជាមួយសាវជេ ខ្លី តើគេអាចត្រួតពិនិត្យទេសាវហាលីគិតថាឯងឈ្នះពេលនេះកុំគិតថាអាចសម្រេចកម្រងបានស្រួលអត់សោះយើងនឹងធ្វើឲ្យឯងសោះមកវិញបានខ្ញុំរងចាំពេលនោះមកដល់ខ្ញុំនឹងដោះស្រាយជាមួយនឹងរឿងរញ៉េរញ៉ៃនេះយ៉ាងម៉េចអាកូនអត់បានការរឿងពីមុនជារឿងស្អីទៅយើងបាត់ភ្នែកមកខាងឥឡូវនេះឯងចាប់ផ្ដើមពាក់ព័ន្ធទៀតហើយយើងបាត់បង់សំណាងគ្រួសារហើយឯងធ្វើបាបប្អូនប្រុសឯងម្ដងទៀតសាវហាន់លីគឺជាកូនស្រីកំណាន់ហេតុអីបានជាគេមានសពគ្រប់បែបនេះគេមិនសមនឹងទទួលទេហាន់ជីឯងជ្រុលពេកហើយយើងដឹងរឿងទាំងអស់កាលពី10ឆ្នាំមុន តែនៅក្នុង ឯងបានធ្វើឲ្យហាន់លីបាត់ខ្លួន 5 បន្ទាប់មក6ឆ្នាំមុនជួបគ្រោះថ្នាក់ចរាចរណ៍ឯងជាអ្នករៀបចំតើត្រូវដែរទេបើខ្ញុំធ្វើវាយ៉ាងម៉េចសម្រាប់បងប្អូនឯងមានមនសិការដែរទេពេលនេះឯងគ្មានសិទ្ធិអីពាក់ព័ន្ធជាមួយនឹងចំនួនទៀតឡើយ តែនៅក្នុង ឯងគួរតែគិតពីអត្តចរិតខ្លួនឯងទៅ ដង គឺខ្ញុំខំប្រឹងដើម្បីគ្រួសារមួយនេះហាន់លីឲ្យប៉ាសុំទោសដែលប៉ាធ្វើប្រហែសនឹងឯងប៉ាដឹងជាច្រើនឆ្នាំមកនេះឯងរងទុក្ខច្រើនណាស់
សង្ឃឹមថាឯងនឹងអត់ទោសឲ្យប៉ាឲ្យឱកាសប៉ាកែកំហុសផងប៉ានឹងធ្វើគ្រប់យ៉ាងដើម្បីឯងនឹងប៉ះបើឲ្យឯងវិញនៅអ្វីដែលបានរងទុក្ខច្រើនឆ្នាំមកនេះនេះជារបស់ឯង មានតែនៅក្នុង page ពិភពរឿងខ្លី7 5ដង មិនមែនជារបស់ញ៉ាំទេប៉ាបានទិញវាកាលពីឯងអាយុ5-6ឆ្នាំវាផុតកំណត់ទៅហើយរបស់នេះតាំងពី20ឆ្នាំមុនឯណោះរាល់ថ្ងៃកំណត់ដែលខ្ញុំបាត់ខ្លួនប៉ាបានទិញកាដូនេះមកឲ្យខ្ញុំខួបកំណត់ស្អីទៅយើងមិនដែលធ្វើខួបកំណត់ស្អីទេយើងក៏មិនដឹងថាត្រូវគិតយ៉ាងម៉េចដែរទាំងនេះវាលែងមានប្រយោជន៍ទៀតហើយបើទុកនៅផ្ទះក៏វាចង្អៀតឯងយកទៅឯងចង់បោះវាចោលក៏បានដែរមានអ្នកណាថាអត់ប្រយោជន៍ តែ ទេ នៅក្នុង page ខ្ញុំនឹងរក្សាវាទុក 7 5ដង លោកតាឲ្យខ្ញុំចាំមកឲ្យអ្នកម៉ាំង លោកតាអ្នកនេះ លោកតាឲ្យរបស់លេងកូនច្រើនណាស់ហើយក៏កាត់តែបាន សុជីនប៉ាដឹងថាប៉ាបានធ្វើអីប៉ាបានបង្កបញ្ហាដល់ឯងសុំទោសប៉ានឹងចាប់ផ្ដើមជាថ្មីប៉ាឈប់លេងល្បែងទៀតហើយ សង្ឃឹមថាពេលនេះគាត់នឹងកំហុសគាត់ទៅចាមកសង្ឃឹមថាគាត់នឹងចាប់ផ្ដើមជីវិតថ្មីជាថ្មី កូនស្ដា តាសាងសង់អីហ្នឹង វាជាផ្ទះរបស់យើង មាន មាន តែ ម៉ាក់ នៅក្នុង មាន page ប៉ា ពិភព និងស្ដារនៅទីនេះផងដែរ 5ដង ស្អាតខ្លាំងណាស់មើលទៅដូចជាមានអីចម្លែកនៅក្នុងហ្នឹងម៉ាក់មើលមក អីគេនឹង អូនតែងតែនិយាយថាអូនមិនចង់ពឹងផ្អែកលើអ្នកណាទេតែបងប្រាប់អូនអាចពឹងផ្អែកមកលើបងបានគ្រប់ពេលបងជាម្នាក់ដែលការពារអូនពេលមានខ្យល់មានភ្លៀងបងចង់កាន់ដៃអូនដល់ចាស់សក់ស្កើសុជីនបងស្រឡាញ់អូន ក្នុង page រៀបការជាមួយបងទៅ 7 5ដង យើងកំពុងមានគ្រួសារហើយតែ ម៉ាម៉ាតែនេះគឺជាពិធីសំខាន់ខ្លាំងណាស់ណាម៉ា បើបងធ្វើវាពិតប្រាកដមែនអូនក៏ត្រូវតែគិតដែរណា មានអីផ្សេងដែលអូនត្រូវគិតទៅ យ៉ាងណាបងនិយាយទាំងអស់អ្វីដែលអូនចង់និយាយ